សូមស្វាគមន៍មកកាន់ Channel ខ្លាចអត់ម្ដងទៀតហើយមុននឹងចូលដល់សាច់រឿងសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូរន្ធត់ថ្មីៗពីខ្ញុំមុនគេកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់សាច់រឿងគាត់ទាំងអស់គ្នាចឹងសាច់រឿងទី1ខ្ញុំចែកម្ដេចសាច់រឿងមួយដែលគេធ្វើសម្រាប់ក្រុមគ្រួសារខ្ញុំប៉ុន្តែយកបានតែ2នាក់ទេសាច់រឿងទី2ខ្ញុំចែកម្លែកនៅសាច់រឿងដោយបងប្អូនហ្នឹងហើយថាតែងតែឃើញខ្ញុំស្លៀកសវៈសចឹងខ្ញុំជាអាចារ្យម្នាក់ដែរនៅក្នុងសាសនារបស់ខ្ញុំអញ្ចឹងគឺគេកប់ខ្មោចដៃហងតែគេភ្លេចយកខ្សែចងកហ្នឹងកប់អត់អស់អញ្ចឹងទៅខ្ញុំក៏ទៅជួយពិធីនឹងមួយទៀតបាទហើយសាច់រឿងទី3និយាយពីសាច់រឿងដែលនិយាយទៅការរកស៊ីប្រកាច់ប្រកងគ្នាមីងរបស់ខ្ញុំអញ្ចឹងគឺគាត់បានត្រូវបានគេជួលគ្រូជួលអីមកយកឈ្នះគាត់អញ្ចឹងណាហើយសាច់រឿងទី4ខ្ញុំនិយាយពីសាច់រឿងសភៅវិជាមហាទម្ងន់ក៏ដូចជាវិជាសំឡេងអញ្ចឹងប្រហែលជាបងប្អូនអត់ដែលបានឮអញ្ចឹងយើងចាំជួបគ្នាវិជាអីគេមិញមហាទម្ងន់ហើយសំឡេងអញ្ចឹងនិយាយថាបងប្អូនមួយចំនួនគាត់ឆ្ងល់ថាហេតុអីបានជាចាស់ពីដើមច្រៀងព្រោះអញ្ចឹងណាគឺគេមានបល័យរបស់គេបើមហាទម្ងន់រាប់ឮប៉ុន្តែមហាសំឡេងអត់ដែលឮបាទគឺមានអូខេអាហ្នឹងបើអ្នកនរគ្នាចង់ដឹងថាមហាសំឡេងនឹងអីគេចាំមើលដល់វាចាប់ទៅឥឡូវយើងតាមដំណាក់កាលរឿងទី1រឿងទី2សូមអញ្ជើញរឿងទី1មុនហ្មងតារឿងទី1គឺគេធ្វើមកកាន់ក្រុមគ្រួសាររបស់ខ្ញុំដោយសារតែឪពុកខ្ញុំហ្នឹងគាត់ចេញពីសម័យសង្គ្រាមមកគាត់ចេះធ្វើកង់ហើយគាត់ជាអ្នកដែលចងក្រងសភៅមួយដែលរបៀបសាសនាខ្ញុំណាអញ្ចឹងទៅគាត់មានគេឈ្មោះច្រើនអញ្ចឹងគេធ្វើឲ្យគាត់នឹងខូចដៃមួយចាហៀងគេធ្វើឲ្យគាត់ខូចដៃមួយចាហៀងហើយអ្នកដែលធ្វើហ្នឹងគឺគ្រូចាមពីរនាក់ប៉ុន្តែគាត់ទៅអត់រួចទេគាត់ទៅរកគ្រូខ្មែរមកធ្វើអញ្ចឹងចាប់ផ្ដើមឡើយហ្នឹងគឺនៅពេលដែលឪពុករបស់ខ្ញុំគាត់ភ្លេចខ្លួនគាត់បានជិះម៉ូតូទៅជាមួយគេគឺទៅកម្មវិធីមួយកម្មវិធីបុណ្យរបស់គេអញ្ចឹងអ្នកដែលធ្វើហ្នឹងគាត់ជិះពីក្រោយហើយគាត់ក៏មកអែលដៃពុកហ្នឹងគាត់មានរបួសពីសម័យសង្គ្រាមដោយសារតែគាត់ជន់ក្របបែកប៉ុន្តែគាត់ឮគេថាគាត់ចេះតិចតួចអញ្ចឹងទៅគាត់អត់ស្លាប់អញ្ចឹងតបៅគាត់មានហើយអញ្ចឹងគេធ្វើយកអត់តបៅហ្នឹងនៅថ្ងៃទី1គេធ្វើហើយគឺគាត់អត់បានដឹងទេគាត់នៅតែស្និទ្ធជាមួយគេរហូតអញ្ចឹងណាបងបាទគាត់រៀងស្និទ្ធជាមួយនឹងអ្នកដែលធ្វើគាត់ហ្នឹងគឺគាត់ដោយសារតែគាត់អត់ដឹងអញ្ចឹងគាត់ស្និទ្ធទៅគេកាន់តែមានចង់និយាយមានឱកាសធ្វើគាត់កាន់តែច្រើនបាទកាន់តែច្រើនបន្ទាប់មកគឺគេធ្វើគាត់ហើយអ្នកដែលធ្វើហ្នឹងជូនគាត់ទៅមន្ទីរពេទ្យគាត់អត់ដឹងគឺដាច់របស់គាត់ត្រូវកាត់ប៉ុន្តែនៅពេលហ្នឹងអរគុណទៅកាន់លោកអ៊ំម្នាក់ដែរដែលឈ្មោះថាលោកអ៊ំយ៉ាន់គាត់អត់ជួយអីទាំងអស់ប៉ុន្តែគាត់ទូទាយឲ្យគាត់ថាអត់ឲ្យកាត់ទេគាត់អាចនឹងជាផ្លូវឲ្យទៅរកគ្រូបានអីបានអញ្ចឹងណាបងនៅពេលដែលគាត់ធ្វើពុកខ្ញុំអត់បានគាត់ធ្វើបងប្រុសខ្ញុំអញ្ចឹងនៅពេលហ្នឹងបងប្រុសខ្ញុំគាត់អន់ទៅស្ដារទឹកពីងអញ្ចឹងគ្រូហ្នឹងដើរពីក្រោយខ្នងមកក៏សួរថាធ្វើអីគាត់យកមកជុលមកចាក់ចកេះបងប្រុសខ្ញុំណាចាក់បន្តិចហ្នឹងគាត់កាំងនៅក្នុងពីងហ្នឹងហ្មងគាត់អន់ទៅកាំងរបៀបថាយើងនៅអន់ជាប់នៅហ្នឹងអញ្ចឹងទៅគាត់ស្រាប់តែនិយាយទៅគាត់អត់មានកម្លាំងទេពីងដ៏ធំមួយបានកន្លះសកត់គាត់តែពីងហ្នឹងបែកបន្ទាប់មកក៏បញ្ជូនគាត់មកបំពេញដោយសារតែការហ្នឹងពុកគាត់របៀបថាគាត់ធ្វើជាងកង់ចឹងគាត់មានទូរស័ព្ទប្រើគាត់ទៅអ្នកតំណមួយអ្នកបំពេញឲ្យតម្លាក់គ្រឿងកង់ទៅអ៊ំចាន់គាត់តែឃើញភ្លាមទេទៅភ្លាមឲ្យចលះបងហ្នឹងទៅបំពេញនៅមានគ្រូម្នាក់នៅបំពេញមើលគាត់ជាបន្ទាប់មកទៀតគ្រូហ្នឹងក៏បានទៅកន្លែងដែលឪពុកស្នាក់នៅក៏សុំកមួនពីកូនក្មេងម្នាក់ឲ្យចូលទៅយកហើយគាត់បានសូនជារូបរបស់ឪពុកខ្ញុំសរសេរថ្ងៃខែឆ្នាំកណ្ដាលនៅហ្នឹងហើយក៏ឲ្យរូបហ្នឹងទៅកូនក្មេងហ្នឹងហើយក៏ឲ្យមកជុលមួយប្រាប់កូនក្មេងហ្នឹងថាហែងស្អប់អាណែហែងចាក់ទៅអានឹងឈឺហើយនិយាយភាសាអាក្រក់ស្ដាប់តិចណាតែតាមពិតក្មេងនោះអត់ដឹងថាពេលដែលចាក់ទៅពុកឈឺទេពេលដែលក្មេងហ្នឹងគាត់ចាក់ខ្ទុះរបស់ពុកហ្នឹងហូរចេញហើយខ្ញុំបញ្ជាក់ថាសាច់រឿងហ្នឹងគឺខ្ញុំនៅក្នុងសាច់រឿងហ្នឹងសឹងថា 60% ដែលខ្ញុំនៅក្បែរពុកកន្លងពេលហ្នឹងខ្ញុំមានអាយុ9ឆ្នាំទៅ10ឆ្នាំនៅពេលដែលគាត់គេធ្វើដៃគាត់ចឹងហើយអញ្ចឹងអ៊ំចាន់គាត់ក៏ប្រាប់ថាឲ្យចលះពុកហ្នឹងមកភូមិនៅពេលដែលយកគាត់មកភូមិអញ្ចឹងអ៊ំហ្នឹងបានបញ្ជូនលោកអ៊ំម្នាក់ដែលឈ្មោះថាជូនហ្នឹងឲ្យទៅបដិញព្រាយហ្នឹងណាបដិញហើយក៏អត់ឲ្យតាមពុកលាក់ពុកបានប៉ុន្តែក៏ស្រាប់តែម្ដាយហ្នឹងសុំទៅលេងគេឲ្យព្រាយហ្នឹងទៅមួយម្ដាយទៀតតែកន្លែងនេះបែរជាបងប្អូនអាចនឹងពិបាកនឹងជឿតិចហើយខ្ញុំជាមួយនឹងម្ដាយជាមួយនឹងលោកពុកបានតែនៅលើផ្ទះគ្រូនៅក្នុងពេលយប់ហ្នឹងណាផ្ទះគ្រូនៅក្នុងខេត្តឬក៏នៅក្នុងខេត្តបាទគ្រូ2នាក់ហ្នឹងគាត់បានប្រើស្នែងកបីឲ្យបញ្ជុលគ្នាអញ្ចឹងស្នែងកបីហ្នឹងលាន់លឺមកលើតិចក្រុមគ្រួសារដែលនៅដែលខ្ញុំមានម្ដាយមានពុកនៅពេលដែលស្នែងកបីហ្នឹងលាន់ខឹងអញ្ចឹងខ្ទុះក្នុងដៃរបស់ពុកហូរចេញតែគេអត់ធ្វើរហូតទេផឹងអញ្ចឹងហូរចេញរហូតនៅពេលដែលគេយកអត់បានយប់ហ្នឹងគេក៏ឲ្យកូនគោខ្មៅមកមួយប្រហែលជាបងប្អូនធ្លាប់ឮហើយគោបាសនាទេគេឲ្យមកមួយប៉ុន្តែអត់អាចឡើងលើផ្ទះហ្នឹងបានទេវាមកនៅពេលដែលតដោកវាលាន់បន្តិចឈាមខ្ទុះរបស់ពុកហូរចេញបន្តិចខ្ញុំនឹងអង្គុយមើលអញ្ចឹងណាគេធ្វើនៅយប់ហ្នឹងធ្វើអត់បានគ្រូហ្នឹងគាត់ភ័យខ្លួនដែលមើលពុកហ្នឹងក៏សុំចលះពុកទៅគ្រូផ្សេងបើជានៅពេលហ្នឹងគេធ្វើដាក់បងស្រីខ្ញុំវិញម្ដងអញ្ចឹងបងស្រីខ្ញុំគាត់អស់ជីវិតបាត់ហើយគឺបងស្រីគាត់នៅផ្ទះនៅពេលហ្នឹងគាត់នៅជាមួយនឹងប្អូននៅពេលយប់ហ្នឹងក៏ស្រាប់តែគេប្រើខ្មោចឲ្យមកអញ្ចឹងណាបងអានេះខ្ញុំតែងតែប្រាប់បងប្អូនថាជឿក៏បានអត់ក៏បានគេប្រើខ្មោចឲ្យមកអញ្ចឹងនៅក្នុងយប់ហ្នឹងសត្វឆ្កែអត់ដែលលូទេប៉ុន្តែជំនឿរបស់ខាងខ្ញុំនៅពេលដែលឆ្កែអ្នកភូមិលូខុសប្រក្រតីអញ្ចឹងនឹងមានមនុស្សម្នាក់ដែលមានរបៀបថាអ្នកខ្លះគាត់ថាយមទូតយមអីមកយកអញ្ចឹងណាបាទតែពេលអញ្ចឹងទៅក៏ស្រាប់តែភ្ញាក់ឡើងបងស្រីហ្នឹងគាត់បានដើរថ្ងៃហ្នឹងបុណ្យនំបញ្ចុកគាត់ដើរទៅក្រោយផ្ទះអ្នកមីងបានមើលឃើញគាត់អត់មានក្បាលទេឃើញគាត់នឹងទំកណាប៉ុន្តែអត់ទាន់បានប្រាប់គាត់ទេរហូតតែប្រាប់អាចារ្យក៏ស្រាប់តែគាត់នឹងត្រូវឆ្លងផ្លូវទៅគាត់ឆ្លងផ្លូវទៅហ្នឹងគេបានឃើញថាវិញ្ញាណខ្មៅមួយហ្នឹងទៅក្រោយគាត់អញ្ចឹងគាត់ទៅឆ្លងផ្លូវឡានសាមយងបុកគាត់ផ្លូវធំផ្លូវតូចផ្លូវធំផ្លូវជាលេខ5យកតាមបាទឡានសាមយងបុកគាត់អត់ទាន់ស្លាប់ទេឡានអាយ៉ែមកជន់នៅលាគាត់
គេធ្វើយកមក យក បាទគេឡាននឹងស្លាប់គាត់ហើយបន្ទាប់មកអញ្ចឹងខ្ញុំមានប្អូនស្រីម្នាក់គាត់ក៏ឈឺស្លាប់ទៀតតែនៅផ្ទះខ្ញុំនឹងពុកខ្ញុំចូលអត់បានទេរាល់ថ្ងៃពុកខ្ញុំអត់ទាន់ចូលបានទេ រាប់ឆ្នាំអីហ្នឹង តាំងតែពីខ្ញុំចាំបានថាខ្ញុំអាយុ10ឆ្នាំឥឡូវខ្ញុំអាយុ28ឆ្នាំហើយ 18ឆ្នាំហើយ បាទគាត់ចូលអត់ទាន់បានទេរាល់ថ្ងៃ ចូលទៅបើសិនជាគាត់ចូលនឹងមានរឿងអីកើតឡើងដែរបើសិនទេណា គាត់ចូលអញ្ចឹងនេះខ្ញុំនិយាយបានឃើញផ្ទាល់ផ្នែកណានៅពេលដែលគាត់នៅលើផ្ទះហ្នឹងសัตว์ក្អែបហ្នឹងវាតាមប្អួយហ្នឹងហើយពុកនៅអត់បានទេពុកនៅអត់បានពុកនៅពុកឈឺចុកអញ្ចឹងណាខ្ទុះគាត់ហូរចេញនៅថ្ងៃមួយជំលះគាត់ចេញបានពីភូមិយកទៅដល់គ្រូមួយអញ្ចឹងថ្ងៃហ្នឹងគេធ្វើគាត់គឺខ្ញុំបានឃើញជាក់ស្ដែងគ្រូអត់ដកទេខ្លាចយើងអត់ជឿថាគាត់បោកគាត់ឲ្យម្ដាយអ្នកដកខ្ទុះចេញពីដៃរបស់ពុកដកលើកទី1សរសៃសក់លើកទី2សាច់ជ្រូកនៅក្នុងដៃមនុស្សហ្នឹងណាសាច់ជ្រូកម្ដុំលើកទី3អំបោះពណ៌ក្រហមតែម្ដាយខ្ញុំអ្នកដកផ្ទាល់គ្រូហ្នឹងដល់ពេលនេះទៅអ៊ំចាន់គាត់ខលមកថាគេហ្នឹង3នាក់បន្តថាគ្រូចាម2នាក់អត់មានសិទ្ធធ្វើសម្រាប់ពុកខ្ញុំបានទេអាយុគាត់អត់ត្រូវអស់គឺគ្រូចាមទេ បាទ អញ្ចឹងគាត់គេយកគ្រូខ្មែរម្នាក់ឲ្យមកជួយធ្វើបន្ទាប់មកទៀតគាត់ធ្វើលពុកខ្ញុំអត់ស្លាប់ក៏ម្ដាយខ្ញុំគេធ្វើឲ្យពងស្បូនគាត់ធ្វើវះកាត់ស្បូន បាទ គេធ្វើអស់3នាក់តែម្ដាយខ្ញុំអត់ស្លាប់នៅពេលដែលម្ដាយខ្ញុំទៅវះកាត់ព្រាយហ្នឹងទៅលិតឈាមគាត់រាល់យប់ឈាមដែលគាត់វះកាត់ហ្នឹងម្ដាយគាត់ឃើញប៉ុន្តែគាត់និយាយអត់រួច ឃើញរបៀបមិនគាត់មានបានប្រាប់ គាត់និយាយថានៅពេលដែលឲ្យតែសាច់ញាតិបងប្អូនចេញផុតមានសមោលយាយចាស់ម្នាក់កោងមកហ្នឹងតែគាត់ស្រែកអត់រួចទេមកដល់មកអនក្រុមខែគាត់ហ្នឹងណាហើយនៅពេលដែលគេលិតហើយអញ្ចឹងធ្នេរបស់គាត់ប្រេះធ្នេដែលគាត់វះកាត់ស្បូនហ្នឹង បាទ គាត់ប្រេះធ្នេនឹងរហូតឲ្យតែនឹងតតែយកទៅឲ្យគ្រូមើលដូចគ្នាបន្ទាប់មកអញ្ចឹងគេធ្វើដាក់ពុកម្ដងទៀតគេធ្វើប្រងឲ្យគាត់នឹងកាត់ដៃហ្មងហើយដូចខ្ញុំបញ្ជាក់អញ្ចឹងថាដៃគាត់ហ្នឹងគឺរាល់ថ្ងៃក្តាប់អត់បានទេបងក្តាប់គ្រូ24នាក់មើលគាត់ 24នាក់ 24នាក់តែនៅតែមើលអត់ជាដល់រាល់ថ្ងៃ ចុះតំណស្រីរបស់យើងមានតំណស្រី បន្ទាប់មកក៏សពាយបុណ្យរបស់កូនហ្នឹងគាត់ក៏រៀងខាត់អញ្ចឹងណា បាទ បាទហើយខ្ញុំបញ្ជាក់មួយទៀតថានៅពេលដែលគាត់ប្រងតកាត់ដៃហ្នឹងគេជូនគាត់តកាត់ដៃហ្នឹងណានៅពេលដែលទៅពេទ្យចាក់ថ្នាំសន្លប់ពុកអត់សន្លប់ទេចាក់មិនក៏អត់សន្លប់ដែរគាត់អ្នកចេះតិចតួចដែរអញ្ចឹង បាទ តែពេលចាក់អត់សន្លប់អញ្ចឹងអ្នកដែលគេចង់ឲ្យចាក់ហ្នឹងគេមកគេអែដៃឲ្យពុកសន្លប់គេអែដៃទៅពុកសន្លប់គេថាឲ្យពេទ្យហ្នឹងកាត់តែនៅពេលដែលពេទ្យចង់កាត់ហ្នឹងរបៀបថាដូចមានអីមួយមករារាំងអញ្ចឹងណាអត់ឲ្យកាត់ដៃគាត់អញ្ចឹងណាបន្ទាប់មកនេះសាច់រឿងមួយដែលខ្ញុំតាំងតែពីកើតពីពោះម៉ែមកដែលខ្ញុំបានឃើញអញ្ចឹងខ្ញុំឡើងតែគ្រូអាគមខ្ញុំឡើងរាប់រយរាប់ឡើងអស់ពុកខ្ញុំទៅពេលដែលអ៊ំចូលគាត់ចងខ្សែសីមាមកចូលឃើញយើងឃើញតែចាក់ស្ដែងអញ្ចឹងលាន់ហើយនៅលើក្បាលយើងអញ្ចឹងណាតែដូចខ្ញុំប្រាប់ លាន់មិន លាន់ឈឺហើយនៅលើក្បាលវាចង់ចូលក្នុងខ្សែសីមាតែចូលអត់បានគ្រូចាមហ្នឹងគាត់ចង់យកមែនតើគាត់ចង់យកជីវិតពុកហ្នឹងហើយ បាទតែយកអត់បានបន្ទាប់មកនៅពេលដែលគាត់ធ្វើអត់បានគាត់ទៅធ្វើអ្នកផ្ទះខ្ញុំវិញម្ដងគាត់នៅភូមិឆ្ងាយពីភូមិខ្ញុំថាឆ្ងាយគួរសមចុះតែគាត់ប្រើប្រពន្ធគាត់ឲ្យយកសាឡោប្រហើមកឲ្យរាល់ថ្ងៃឲ្យក្រុមគ្រួសារខ្ញុំអ្នកផ្ទះគាត់អត់ដឹងទេគាត់អត់ដឹងថាមានអីនៅក្នុងសាឡោប្រហើហ្នឹងគាត់ហូបយូរទៅក៏ស្រាប់តែឈឺពេញផ្ទះហើយបានអ៊ំគាត់ទៅគាត់មានពិធីរបស់គាត់កោទឹកពីងដែលទៅកន្លែងលាងយើងចំណាំលាងជើងឡើងផ្ទះហ្នឹង បាទ គាត់កោកន្លែងហ្នឹងឲ្យផឹកមកក្អួតមកទាំងអស់គ្នាមកក្រុមគ្រួសារហ្មង ក្អួតចេញអី ក្អួតមករបៀបថាពិបាកប្រាប់បងប្អូនដែររបៀបដូចអាទឹកល្ងីដែលហូរពីសពរបៀបចឹងតែង តែក្អួតចេញមកចឹងតែក៏គាត់យកបាន2នាក់ដែរបានប្អូនស្រីមួយបងស្រីមួយហើយខ្ញុំបញ្ជាក់ទៀតបងប្អូនខ្ញុំបង្កើត12នាក់តែបើសិនជាបងប្អូនខ្ញុំហ្នឹងឆ្នាំអត់ដូចគ្នាទេគឺអត់មានអ្នកស្លាប់ទេតែដោយសារតែគាត់ឆ្នាំឆុងគ្នាទៅវិញទៅមក បាទមួយឆ្នាំឆុងហ្នឹងមានឆ្នាំកុលមួយគឺខុសគេបងប្អូនចាំឆ្នាំកុលបើបងប្អូនអត់កាត់គ្រោះទេពីច្រើនមានគ្រោះថ្នាក់បើក្រៅពីឆ្នាំកុលអត់អីទេឧទាហរណ៍ថាខ្ញុំឆ្នាំកុលបងប្រុសខ្ញុំឆ្នាំកុលអញ្ចឹងត្រូវបំបែកគ្នាអត់ឲ្យរស់នៅជាមួយគ្នារយៈពេល1ខែ20ថ្ងៃគឺយើងត្រូវតែយកបំបែកអ្នក2នាក់ហ្នឹងអត់ឲ្យនៅមួយគ្នាទេបើកាលណានៅទៅដូចខ្ញុំអញ្ចឹងខ្ញុំបំបែកយឺតម៉ែគាត់បំបែកយឺតអញ្ចឹងត្រូវអស់សាច់យឺតបន្ទាប់មកទៀតនៅពេលដែលពុកគាត់រៀងជាហើយអីហើយអញ្ចឹងគាត់មកផ្ទះដូចខ្ញុំប្រាប់បងអញ្ចឹងគាត់ចូលអត់បានទេគាត់ចូលផ្ទះអត់បានមក ចូលនៅឈឺមក ចូលមកបកាហើយគេមកលេងផ្ទះនៅជាប់ផ្ទះខ្ញុំមានដើមពោមួយ បាទ គេមកអត់ដឹងតែគេយកអីមកគូសទេណាប៉ុន្តែគេវាយបញ្ចូលក្នុងដើមពោហ្នឹងឲ្យហូរនេះហូរជាប់ចេញមករហូតយើងរកដំណោះស្រាយអត់ឃើញតាមពិតនៅជាប់ផ្ទះរបស់យើងទេយើងរកអត់ឃើញចង់ដឹងថាម៉េចបានគ្រូមើលជាឲ្យខ្ទោសរបស់ពុកអត់ជាអញ្ចឹងដល់ពេលរាប់ឆ្នាំហើយ រាប់ឆ្នាំបងពុកគាត់ឈឺ18ឆ្នាំក៏អត់ទាន់ជាទេនេះ នៅមានខ្ទុះនៅអីឡើយ ឥឡូវអស់ខ្ទុះហើយប៉ុន្តែដូចខ្ញុំនិយាយថាដៃរបស់គាត់គឺ ចង់ស្វិតហើយ បាទគាត់ស្វិតហើយបានលោកអ៊ំយ៉ាន់ហ្នឹងលោកអ៊ំយ៉ាន់ប្រវត្តិគាត់គឺមិនមែនមនុស្សធម្មតាប៉ុន្តែគាត់លាចាក់ចង់និយាយថាគាត់ជុំកាត់ពណ៌ហើយគាត់តែគាត់បើកផ្លូវអញ្ចឹងណាគាត់បើកផ្លូវ5អញ្ចឹងគាត់ថារកមើលដើមឈើណាមួយដែលនៅក្បែរផ្ទះហើយរកគ្រូទៅនេះទៅដល់ពេលទៅដល់ក៏ចាប់អារម្មណ៍ឃើញថាដើមពោហ្នឹងគេគូស4ជ្រុងចាគេគូសឲ្យគេគួចអាហ្នឹងបល័យគេបាទគេគួចឲ្យគេចាក់កដាលឲ្យចេញខ្ទុះហ្នឹងគេចាក់ឲ្យចេញជ័រហ្នឹងមកនៅពេលហ្នឹងក៏យើងយកលោកអ៊ំទៅម្នាក់ទៅគាត់មានកបិតស្នៀតរបស់គាត់គាត់មានរបៀបកោសណាគាត់កោសសបកហ្នឹងតអស់ដូចរបៀបយើងយកខ្ទុះក្នុងជើងគោអញ្ចឹងគាត់យកហ្នឹងគាត់បាទយកគាត់ចិត្តគាត់យកតអស់នឹងបានហើយប៉ុន្តែ
យ៉ាងណាក៏ពុកនៅតែចូលផ្ទះអត់បានគឺយើងអត់ដឹងថាមានរឿងហេតុអីកើតឡើងបន្ទាប់មកទៀតគាត់យកអត់បានគាត់ធ្វើបងស្រីខ្ញុំម្នាក់ទៀតបងស្រីខ្ញុំកាត់ខ្ទុះនៅក្នុងទ្គាមធ្វើវះកាត់ណាមនុស្សអត់ឈឺអីសោះប៉ុន្តែថ្ងៃហ្នឹងក៏ស្រាប់តែគេយកសាឡមកឲ្យទៀតយកសាឡមកឲ្យដោយសារតែអត់មានអ្នកនៅផ្ទះប្អូនគាត់ទទួលគាត់អត់ដឹងគាត់ទទួលគាត់ទុកហើយបងស្រីគាត់មកពីស្ទូងវិញគាត់ហូបសាឡនឹងមួយបាយរយៈពេលតែមួយអាទិត្យឯងខ្ទុះពេញឆ្អឹងទ្គាមនឹងទាំងអស់គាត់វះកាត់បងប្អូនគាត់ហូបបាយអត់បានធ្វើបាតទីយោបាតបបហ្នឹងដាក់ទីយោបឺហ្នឹងអស់រយៈពេល1ខែកន្លះគេព្យាយាមនិយាយទៅបងប្អូនស្រី4នាក់គេចង់យកទាំង4បើគេយកបានតែ2ហើយម្នាក់ទៀតគឺវីនឹងទៅហើយសួរថាគំនុំអីគុំគួនអីគឺអត់ទេធំតាគាត់រកស៊ីរៀងធូធាគាត់ចេះនេះចេះនោះអញ្ចឹងណាអញ្ចឹងទៅគេក៏ធ្វើគាត់យកមកចាហេតុអីបានគុំគួនដល់ធ្វើដល់រាប់ឆ្នាំគាត់ចង់ក្រងប្រពៃណីរបស់ជនជាតិចាមពុកគាត់ចេះដឹងខ្លាំងគាត់ចង់ក្រងបានដល់ពេលអញ្ចឹងទៅមានអ្នកក្រៅគាត់សួរគាត់អីទៅពុកគាត់មានរបស់មានអីឲ្យគេហើយស្រាប់តែអ្នកស្តៀងគ្នាហ្នឹងគាត់អត់មានអញ្ចឹងគាត់ចង់ធ្វើធំដែរបាទគាត់ចង់ធ្វើធំដែរបញ្ជាក់ថាមួយខែហ្នឹងគាត់ចង់ធ្វើធំដែរអញ្ចឹងទៅជំរឿសគឺធ្វើមិនឲ្យខូចដៃពុកពុកសរសេរអត់កើតបាទជំរឿសរបស់គេគឺគេធ្វើអញ្ចឹងលោកពុកបោះអាវិនគាត់ចេះដែរអញ្ចឹងគាត់អត់មានវិធីអីដោះស្រាយសម្រាប់ខ្លួនគាត់ទេនេះដូចពាក្យចេះនិយាយចឹងបងថាចេះគ្រូមើលអ្នកផ្សេងមើលជាមើលប្រពន្ធមើលកូនអត់ជាមើលខ្លួនឯងអត់ជាទេអញ្ចឹងបាទមើលប្រពន្ធអត់ជាមើលកូនអត់ជាមើលខ្លួនឯងអត់ជាទេរឿងគ្រូនេះមើលអត់ដឹងហ្មងមើលអត់ដឹងទេបានតែសាច់ឆ្ងាយទេនិយាយទៅគាត់បានមកគ្រាន់បានគ្រូម្នាក់គ្រូជនជាតិចាមដូចគ្នាហ្នឹងគឺបានគ្រូហ្នឹងទេបានគាត់គ្រាន់ហ្នឹងតែគ្រូហ្នឹងគាត់ខ្លាំងមែនគាត់អត់ចង់សីមាទេគាត់ចង់ឃើញតែគេមានអីចឹងណាគ្រូហ្នឹងធ្វើស្លាប់វិញបានម្នាក់គាត់អត់ចង់ធ្វើស្លាប់គេទេស្លាប់គ្រូឬក៏ស្លាប់គ្រូហ្នឹងវិញបានម្នាក់គាត់ចង់ធ្វើទេប៉ុន្តែរបៀបថាគាត់លូកដៃមកធ្វើទាំងគាត់ទាំងអីចឹងណាអញ្ចឹងគាត់អត់ចង់សីមាទេគាត់អត់ចង់សីមាចង់ដឹងតែគេធ្វើអីមកអញ្ចឹងពេលហ្នឹងសម្រាប់នៅខ្ទមជាប់ផ្ទះគាត់អញ្ចឹងឮតែសលេងគាត់ហឹបហាប់តែរយៈពេលតែ3ថ្ងៃទេគេឲ្យតែនឹងមកតែគ្រូម្នាក់នោះស្លាប់ហើយមិនធំតែស្លាប់ទេបងនៅយប់ហ្នឹងកូនចៅដេកយាមឆ្មាសបុល3កន្លង3ដងទៀតកន្លងសពហើយមុនពេលដែលគាត់ស្លាប់ហ្នឹងគាត់តាហើម3ដងបានគាត់ផុតលើកទី1អញ្ចឹងគេគិតថាផុតហើយអញ្ចឹងណាបាត់ភ្នែកគាត់បើកភ្នែកវិញនៅសល់មកតាហើមទៀតរបៀបថាគាត់ធ្វើអំពើអាក្រក់ច្រើនទៅគាត់ទៅវិញអត់ស្រួលទេគាត់ទៅអត់ស្រួលហើយអ្វីដែលគេគួរឲ្យចាប់អារម្មណ៍បំផុតហ្នឹងនៅយប់ដែលគាត់ស្លាប់ឆ្កែអ្នកភូមិ7ក្បាលមកផ្ទះគាត់ទាំងអស់ពេលដែលគាត់ធ្ងន់ចិត្តស្លាប់អីហ្នឹងណាមកហើយអញ្ចឹងហើយអត់មានលូអត់មានអីទេដើរជុំវិញផ្ទះហ្នឹងហើយដេញមិនក៏អត់ទៅដែរដេញមិនក៏ឆ្កែហ្នឹងអត់ទៅដែរតែគ្រូទាំងធ្វើ4នាក់ហ្នឹងគាត់ទៅវិញអស់2ហើយសល់តែ2តែដោយសារយើងធ្វើដាក់គេវិញឬក៏គ្រាន់យើងដាក់តែម្លងឧទាហរណ៍ណាបាទតាមដែលដឹងហ្នឹងគ្រូម្នាក់ហ្នឹងគឺគាត់លេងធ្ងន់ដៃទៅកាន់គ្រូចាមហ្នឹងពេលអញ្ចឹងគាត់ធ្វើឡងវិញធ្វើតែឡងឯងតែម្នាក់ទៀតហ្នឹងគឺគាត់មានតំណោះមួយអ្នកផ្សេងច្រើនអញ្ចឹងអ្នកផ្សេងឃើញឱកាសល្អពេលដែលគាត់រវល់ហ្នឹងណាគាត់កើតជំងឺទឹកនោមផ្អែមផងកើតជំងឺក្នុងខ្លួនផងហើយគាត់បានជន់ដេកគោលដែលគ្រូផ្សេងរៀបឲ្យហ្នឹងមកគេរៀបឲ្យគាត់ទោះមិនមុនអាគមតែជន់ដេកគោលហើយទឹកនោមផ្អែមក៏ស្អុយណាស់ក៏កាត់យើងបាទបងអត់មានតែច្រឡំថាអ្នកចេះឲ្យរស់មួយជីវិតអីអត់ទេស៊ីសងលើសុភាបុនរបស់យើងដែរស៊ីសងសុភាបុនអាយុកាលរបស់យើងដែរហ្នឹងហើយសាច់រឿងទី1នេះដូចជាមានតែប៉ុណ្្នឹងទេចុះប៉ាផាវិនគាត់នៅឥឡូវគាត់នៅពេញឬក៏នៅតាមបណ្ដាខេត្តគាត់ខ្ញុំបញ្ជាក់ថាគាត់សច្ចាំងហើយនៅលើភ្នំមួយដែលភ្នំហ្នឹងខ្ញុំអត់អាចបញ្ជាក់បានទេបើគាត់សច្ចាំងហ្នឹងអស់រយៈពេល10ឆ្នាំហើយគាត់ទៅធ្វើគាត់ឈប់ស្លាប់ត្រីឈប់ស្លាប់អីទាំងអស់ហ្នឹងអស់រយៈពេលយូរហើយបើថារាប់ទៅហ្នឹងយល់ហើយបាទក៏អរគុណទៅកាន់គ្រូដែលគាត់ធ្វើហ្នឹងមែនតើគាត់បានយកបានប៉ុន្តែតាំងតែពីគាត់ធ្វើមកហើយគាត់ស្លាប់ទៅវិញគឺក្រុមគ្រួសារយើងចាប់ដើមរីកចម្រើនវិញខ្ញុំចេញពីហ្នឹងមកបងគឺចង់និយាយថាក្រុមគ្រួសារខ្ញុំនៅបេះគ្រួសារមួយហ្មងទាំងគោទាំងរបស់របរប្រើប្រាស់នៅសម័យមុនអញ្ចឹងណាអាចយើងមានលុយដល់រាប់ម៉ឺនប៉ុន្តែពុកឈឺវិញគឺអស់លលេងហ្មងលេងយើងចាប់ដើមពី0មកវិញហ្នឹងហើយខ្ញុំបញ្ជាក់មួយទៀតដែរក៏អរគុណទៅកាន់បច្ច័យអធិការវត្តមួយដែរនៅពេលហ្នឹងគឺលោកពុកគាត់អស់លុយមើលខ្លួនហ្មងជនជាតិខ្ញុំនិយាយមកចំនួនទេខ្ពើមអត់ឲ្យពុកចូលដោយសារយើងអស់ហើយណាព្រះអង្គបានហៅមកហើយព្រះអង្គមានសង្ឃដីការួចព្រះអង្គយកលុយដែលគេប្រគេនហ្នឹងជូនពុកឲ្យពុកទៅមើលគ្រូទៀតតែព្រះអង្គអត់ជួយទេដោយសារតែព្រះអង្គសឹកអីចឹងណាបាទព្រះអង្គអត់ទាន់សឹកអត់ទាន់អីព្រះអង្គអត់ជួយទេពុកក៏យកលុយពីព្រះអង្គដែលប្រគេនហ្នឹងយកទៅមើលគ្រូថែមទៀតអញ្ចឹងបានគាត់នៅមានជីវិតដល់រាល់ថ្ងៃហ្នឹងតែបើនិយាយពីជីវិតគាត់ហ្នឹងត្រូវអស់ហ្នឹងអស់តាំងតែពីយូរហើយហ្នឹងហើយបាទយើងនៅយើងដឹងហើយបាទអញ្ចឹងបានគាត់សុខចិត្តទៅសំបនសំវិសោនៅលើភ្នំតាមវិធីគាត់ចឹងទៅបាទនិយាយទៅគាត់ទៅក៏កូនចៅបានតាមនឹងយើងមិនមែនថាអីធូធាគាត់ថាយើងអ្នកខេតទៅយើងគ្រប់ក្រុមគ្រួសារយើងបងប្អូនខ្ញុំ10នាក់នៅសល់អញ្ចឹងណាពួកគាត់ភិកច្រើនគាត់ថាយើងមានឡានមកល្មមជិះសឹងតែគ្រប់គ្រួសារអីចឹងណាដោយសារសពាយបុនគាត់អ្នកធ្វើមកវិញអីចឹងណាតែក្រុមគ្រួសារគេយើងបាននៅឃើញគឺគេអត់សុខទេអត់សុខទេយើងមិនបាច់ទៅធ្វើអីគេទទួលផលបាបគេខ្លួនឯងអូខេអ្នកនរគ្នានេះគឺជាសាច់រឿងទី1របស់ Pravin មានអារម្មណ៍ថាគួរឲ្យ
ចាប់អារម្មណ៍មែនតើហើយអ្នកនរគ្នាក៏អាចមានជំរឿសអត់ជឿដែរយើងមិនបង្ខំឲ្យអ្នកនរគ្នាជឿទេដោយសាររឿងនេះជារឿងអរូបីរឿងមន្តអាគមអមអានអញ្ចឹងវាអត់អាចមើលឃើញនឹងភ្នែកទេបាទជាការសម្រេចចិត្តរបស់អ្នកនរគ្នាទេសម្រាប់ការជឿមិនជឿហើយកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្្នឹងទេមិនស្ដាប់ដើម្បីជំនឿអីចឹងទេបាទគាត់ថាចង់ឲ្យបងប្អូនរឿងទទួលរបស់គេមួយដូចសាឡដូចមហូបអីហ្នឹងបងប្អូនគួរតែប្រុងប្រយ័ត្នក៏ល្អដែរវាមិនមែនជារឿងមន្តអាគមក៏អាចនឹងគេដាក់ថ្នាំគេស្អប់យើងអីយើងចឹងណាបើអញ្ចឹងយើងទទួលមហូបពីគេគួរតែជំនឿតែទុកចិត្តតិចទៅយើងកុំលិះគេពេកឲ្យតែគេឲ្យអូខេឲ្យតែគេឲ្យអូខេហ្នឹងឲ្យតែបានហូបហ្នឹងអត់ចង់ឲ្យអញ្ចឹងទេអូខេឥឡូវយើងចូលដល់សាច់រឿងទី2បាទចូលសាច់រឿងទី2របស់យើងអញ្ចឹងដូចបងប្អូនដឹងហើយថាខ្ញុំមានអ្នកចាស់ខ្ញុំអត់បញ្ជាក់ទេអញ្ចឹងកាលហ្នឹងខ្ញុំទៅរស់នៅមួយអ្នកចាស់ខ្ញុំមុនពេលខ្ញុំបែកបាក់គ្នាអញ្ចឹងក៏មានមីងស្រីម្នាក់ដែលគាត់មានវិបត្តិដោយសារតែប្តីរបស់គាត់ហ្នឹងបានចោះចោលគាត់អញ្ចឹងគាត់មានកូនកំមុំ3នាក់ប៉ុន្តែដោយសារតែគាត់មានវិបត្តិនៅចិត្តគាត់ក៏ចង់កស្លាប់ខ្លួនគាត់ចង់កហ្នឹងនៅលើដើមច័ន្ទការីមួយដើមច័ន្ទការីនៅខេត្តណាប្រហែលនៅខាងបាត់ដំបងបាទវានៅរៀងឆ្ងាយពីភូមិអញ្ចឹងនៅពេលដែលគាត់ចង់កហ្នឹងអត់ទាន់មាននរណាឃើញទេដោយសារតែគាត់ចង់កនៅរៀងឆ្ងាយអញ្ចឹងរហូតដល់ម្លងបានមួយថ្ងៃបានគេយកគោក្របីទៅចង់ក៏ឃើញគាត់ឃើញមកហ្នឹងអ្នកដែលនេះហ្នឹងគឺអត់មានតែគិតថាឃើញតែគាត់អញ្ចឹងឡើងទៅកាត់ខ្សែយកហ្មងរបៀបថាអត់មានអីឡើងទៅកាត់ខ្សែតម្លាក់សពគាត់ហ្មងទៅមើលគោអញ្ចឹងគាត់មានបន្ថៅដំថ្នឹងគោគ្នាគាត់3នាក់គាត់កាត់តម្លាក់សពហ្នឹងអញ្ចឹងសល់ក៏ទុយខ្សែបែបនេះនៅចង់មួយបែបកាច់រីបាទដល់ពេលអញ្ចឹងហៅអ្នកភូមិហៅអីមកគាត់សាប់តែនាំគ្នាលើកសពហ្នឹងដាក់លើលម៉ម៉ូតូហ្នឹងដឹកទៅឬថាគាត់បាទគាត់ដឹកទៅផ្ទះគាត់ធ្វើរៀងលហន់ពេកហើយក៏ឲ្យអាចារ្យ2នាក់ជាធម្មតាទៅខាងខ្ញុំចែកបងប្អូនខ្មោចតៃហងគឺត្រូវសកាត់វិញ្ញាណនៅកន្លែងហ្នឹង3ថ្ងៃកុំឲ្យឡងគេសកាត់វិញ្ញាណនៅកន្លែងហ្នឹង3ថ្ងៃយកមនុស្សយកខ្មោចទៅធ្វើបុណ្យបន្ទាប់មកគឺត្រូវឲ្យអាចារ្យណារៀងខ្លាំងតិចមកស្រាយវិញ្ញាណហ្នឹងហើយហៅវិញ្ញាណហ្នឹងទៅបើអញ្ចឹងទេបុណ្យហ្នឹងអត់ដល់ទេអញ្ចឹងបានន័យថាអត់មែនហៅទៅភ្លាមបានទេអត់អាចហៅទៅភ្លាមបានទេគឺសកត់នៅហ្នឹង2 3ថ្ងៃតែអ្នកខ្លះគាត់មួយថ្ងៃអីក៏មានដែរអញ្ចឹងណាបងតាមហត្ថរិទ្ធបាទតាមអ្វីដែលគាត់ធ្វើទៅអញ្ចឹងនៅពេលដែលសកត់ហើយគាត់ក៏ស្រាប់តែយកសពទៅយើងសាច់ញាតិបងប្អូនអត់ខ្វល់រឿងអីទេគិតតែពីយំយ៉ែកអញ្ចឹងក៏សពគាត់រៀងធំហើយមួយថ្ងៃកន្លះហើយមួយថ្ងៃជាងហើយអញ្ចឹងក៏យកគាត់ទៅកប់អញ្ចឹងអានេះខ្ញុំបញ្ជាក់កន្លែងនេះតិចបងប្អូនគាត់សួរខ្ញុំច្រើនថាសពចាមមិនអត់ដុតហើយមិនអ្នកខ្លះថាកប់ប្រឈរអ្នកខ្លះថាកប់បដេខ្ញុំឮថាកប់ប្រឈរបាទគឺអត់ទេខ្ញុំបញ្ជាក់បងប្អូនថារាល់សពមនុស្សស្រីសពមនុស្សប្រុសអញ្ចឹងខ្ញុំជាអាចារ្យដែលជន់សពនឹងឯងខ្ញុំជាអ្នកដែលកប់នឹងឯងគឺគេកប់បដេដាក់ក្បាលទៅជើងគាត់បដេដាក់ក្បាលទៅជើងទាំងប្រុសទាំងស្រីគឺដាក់អញ្ចឹងទាំងអស់ហើយក្បាលភ្នោក៏ដូចគ្នាដែរបងប្អូនបើអត់ចេះមើលទេគឺខាងស្រីខ្ពស់ជាងខាងប្រុសទាបជាងអីចឹងណាគេតម្រូវឲ្យធ្វើអញ្ចឹងហ្មងដីពកហ្នឹងហ្នឹងគេចាក់ស៊ីម៉ងថ្ងៃទីមនុស្សស្លាប់ហើយនឹងឈ្មោះនឹងឯងបាទអញ្ចឹងនៅពេលដែលកប់គាត់ហើយហ្នឹងធ្វើបុណ្យអីចឹងណាមានអញ្ចឹងមានបុណ្យ1បុណ្យ2បុណ្យ3បុណ្យ7អញ្ចឹងតាមសាសនាតែនៅពេលដែលធ្វើហើយរយៈពេល3ថ្ងៃហ្នឹងក៏ឲ្យអាចារ្យ2នាក់ទៀតដែលទៅហៅវិញ្ញាណហ្នឹងមកអាចារ្យហ្នឹងនិយាយតែគាត់ចោះថានឹងគាត់រៀនបានកម្រិតណាយកអត់ដឹងទេណាបើគាត់ទៅស្ទើរភ្លើងអញ្ចឹងព្រៃហ្នឹងយើងហៅថាវិញ្ញាណព្រៃហ្នឹងនៅហ្នឹងតៃហោងហ្នឹងមានវិញ្ញាណយើងមួយមានវិញ្ញាណព្រៃមួយដែលតែងតែចាំនិមិត្តធ្វើជាវិញ្ញាណរបស់មនុស្សដោយសារអីវាឃ្លានសំណែនវាឃ្លានមហូបបុណ្យហ្នឹងមែនតើអញ្ចឹងបើយើងអត់ចេះយកទេយកបានព្រៃហ្នឹងហើយបានវិញ្ញាណព្រាយមិនវិញ្ញាណមនុស្សមានវិញ្ញាណខ្មោចដែលស្លាប់ហ្នឹងទេយល់បាទពួកមនុស្សយើងកាលណាតែនិយាយថារៀងសង្កត់ចិត្តដល់ចង់ស្លាប់អញ្ចឹងពួកហ្នឹងចូលចិត្តយកទៅហ្មងឃើញយើងរៀងបាក់ទឹកចិត្តតិចណាបាទចូលចិត្តហើយបាទហើយអាចនិមិត្តខ្លួនអញ្ចឹងអាចារ្យហ្នឹងអត់ដឹងថាគាត់ទៅហៅហ្នឹងមិនទេហៅហ្នឹងហៅអត់មកសម្រាប់តែបុណ្យ7ថ្ងៃមីងហ្នឹងក៏បានចូលទៅក្នុងក្មួយរបស់គាត់វិញ្ញាណហ្នឹងចូលណាថានៅខំធ្វើបុណ្យធ្វើអីបើអត់ដល់គាត់ផងហ្នឹងតែថ្ងៃទី1ដល់ថ្ងៃទី7អត់ឡងទេណានៅពេលដែលគាត់និយាយប៉ុណ្្នឹងហើយអត់មានពីណាទៅយកខ្សែនោះចុងខ្សែដែលរុំជាមួយហ្នឹងអត់ចាប់អារម្មណ៍គាត់ដើរវិញភូមិហ្មងអញ្ចឹងខ្ញុំបានឃើញម្ដងថ្ងៃហ្នឹងគឺដោយសារតែចិត្តដល់ថ្ងៃខ្ញុំត្រូវមកផ្ទះវិញហើយអ៊ីហ្នឹងគាត់ចំណាំតែទៅនៅបាត់ដំបងគេពិបាកទឹកអញ្ចឹងគាត់ទៅដួសទឹកនៅដងខ្នោះទៅដងទឹកណាគាត់ទៅដងទឹកអញ្ចឹងបានឃើញគាត់ហ្នឹងម៉ោង4កន្លះទៀតភ្លឺម៉ោង4កន្លះហ្នឹងដែលខ្ញុំភ្ញាក់មកហ្នឹងជាធម្មតាខ្ញុំម៉ោង4ម៉ោង5ខ្ញុំភ្ញាក់សេ script រឿងហើយអញ្ចឹងខ្ញុំត្រូវការដើរទៅក្រោមដើមឈើណាដែលរៀងស្ងាត់អញ្ចឹងណាទៅដល់គឺឃើញជាគាត់ហ្មងឃើញជាគាត់បើគាត់អត់ឡងគាត់ដើរពិតដើរទៅហ្មងណាតាហួសយើងនិយាយថាអត់ខ្វល់ពីយើងហ្មងហួសពីយើងកំពុងតែសង្ស័យតែគាត់ហើយតែបងឯងដឹងមិនអត់ទៅយប់ហ្នឹងយើងក៏ថយមកផ្ទះវិញគាត់ទៅផ្ទះយាយម្នាក់ទៅដល់គាត់ទៅគោះទ្វារយាយហ្នឹងគាត់របៀបថាគាត់នៅមកមើលគាត់អត់តន់ច្បាស់អីចឹងណាគាត់នៅមើលអញ្ចឹងគាត់និយាយថាចែកថាយាយមានបាយអត់ដាក់ឲ្យខ្ញុំហូបផងពួកនឹងធ្វើបុណ្យអត់ឲ្យខ្ញុំហូបទេគាត់និយាយថាអញ្ចឹងបន្ទាប់មកយាយហ្នឹងគាត់របៀបថាគាត់គិតថាគាត់មកមើលគាត់ឆ្លើយចោលចាប់ដើមឆ្កែលួយគាត់ក៏ឆ្លងពីហ្នឹងទៅផ្ទះមួយទៀតហ្នឹងគេនិយាយថាបានឃើញគាត់ហ្នឹងទៅកាន់ចានឆ្នាំងតែឃើញប៉ុណ្្នឹងហើយបាត់បន្ទាប់មកក៏ក្មេងគេទៅឆ្លោះសัตว์តែក្មេងភូមិផ្សេងណាគេមកឆ្លោះកុកក្រកក៏មកឆ្លោះកុកក្រកនេះភាសាដែលគេនិយាយប្រាប់យើងដែរយើងអត់បានឃើញគាត់និយាយថាកុកក្រកហ្នឹងតាមពិតដេកនៅកំពតព្រៃផ្សេងទេប៉ុន្តែថ្ងៃហ្នឹងគាត់បានច្បាច់ពិលបោះឃើញកុកនៅលឹងពេញដើមច័ន្ទគិរីហើយក្មេងហ្នឹងដឹងដែរតែចង់អង្គប៉ុន្តែដើមច័ន្ទគិរីនៅហ្នឹងមាន4 5ដើមបាទតែដឹងដើមមួយណាអត់ដឹងដើមមួយណាហើយអនទៅមកឃើញក៏មកបាញ់កុកហ្នឹងណាបាញ់ធ្លាក់កុកច្រើនអត់រើសទេគឺថាបាញ់ឲ្យអស់សិនខាងយាហើគ្នាគាត់2នាក់តែពេលគាត់ទៅអនរើសមក
គាត់តែរើសកុកហ្នឹងត្រូវចុងខ្សែអានេះស្ដីគាត់ប្រាប់ណាគាត់ឆ្ងល់ថាមិនបានគាត់រើសកុកមកត្រូវចុងខ្សែថៃខ្សែសគាត់តែរើសកុកមកឃើញចុងខ្សែតែរើសកុកឃើញចុងខ្សែអ៊ីហ្នឹងនៅអង្គលហ្នឹងសួរថាអាអូនមានអីហូបអត់អ៊ីតែចង់កហ្នឹងណាអាអូនមានអីហូបអត់ពួកគាត់ច្បាស់ហ្មងលះហ្មងថាចង់កនៅហ្នឹងតែស្ដីហ្នឹងគឺគាត់ប្រាប់ពួកយើងដែរទេពួកយើងនៅក្នុងហេតុគាត់ពីអ្នកហ្នឹងរត់ត្រឡប់ទៅលិនទៅអស់បន្ទាប់មកទៀតអាចារ្យម្នាក់គាត់ថាឲ្យទៅមើលគេលោកអត់ទាន់មានអីគ្រប់អត់ទាន់មានអីចឹងណាទៅមើលទៅក៏ឃើញចុងខ្សែគាត់ចង់ពីរតង់គាត់ចង់នេះមួយគាត់ចង់នៅពីលើមួយតែឃើញចុងខ្សែហ្នឹងគាត់ថាអូតាមពិតទៅអញ្ចឹងបាននៅឡងអញ្ចឹងទៅស្រាយកចុងខ្សែហ្នឹងយកមកកប់ជាមួយសពនឹងសារថ្មីប៉ុន្តែគាត់កប់រៀងរែអត់ដល់សពហ្នឹងតែខ្លាច់ធំក្លិនតែយកនឹងមានហៅវិញ្ញាណហ្នឹងមកណាតែយកឲ្យអត់បានហៅវិញ្ញាណមកវិញ្ញាណហ្នឹងឲ្យមកផ្ទះទេហើយរឿងវិញ្ញាណហ្នឹងបើអត់ហៅទេមកអត់កើតទេខាងខ្ញុំគឺអញ្ចឹងមកតូននិយាយទៅតូនមានវិធីសូត្រមានវិធីសូត្របាទបើអត់ចេះហៅគឺគេអត់មកទេដាច់ខាតគេអត់មកទេហើយមួយទៀតបើសិនជាទុកយូរលើសពីគេហៅ7 3ដងអញ្ចឹង21ថ្ងៃគេរាប់7 3ដងហ្នឹងបើទុកលើសពីហ្នឹងទៅលែងយកបានហើយយករបៀបថាគាត់ចាប់ដើមយកគេវិញម្ដងហើយនៅពេលដែលគាត់យកមកកប់ហើយយកមកអីហើយថ្ងៃទី2ហ្នឹងអ៊ីហ្នឹងមកអង្គុយយំនៅមុខតោបចាប់ព្រួយតែរឿងនេះថ្មីមែនតើបងប្អូនរឿងនេះ2022 2023អូទៅប្រហែលឆ្នាំហ្នឹងចឹងបាទថ្មីរឿងហ្មងគាត់មកអង្គុយនៅពីមុខហ្នឹងគាត់អង្គុយទៅអ៊ីហ្នឹងគាត់ភ្ញាក់មកក៏ស្មានថាអ្នកទល់មុខផ្ទះហ្នឹងមកអង្គុយចាំមន់ចាំអីចឹងណាម៉ោងបាទម៉ោង4ម៉ោង5ហ្នឹងមកដល់គាត់យំតែគាត់អង្គុយយំណាគាត់ថាគាត់ឃ្លានណាមិនថ្ងៃគាត់អត់មានអីហូបទេចឹងណាអត់មានអីហូបទេដាក់ឲ្យតែព្រាយមិនដាក់ឲ្យគាត់មានន័យថាធ្វើបុណ្យហ្នឹងទៅអត់ដល់គាត់ទេដល់ព្រាយនោះដែលនិមិត្តខ្លួនជាគាត់អីចឹងណាមិនបានធ្វើបុណ្យនោះអត់ដល់គាត់ទេនៅពេលដែលគាត់យំគាត់ទៅហឹកបែបហ្នឹងអញ្ចឹងមានតែយាយនឹងម្នាក់គាត់តែអាចនិយាយមួយគាត់បានតែយាយគាត់អត់ខ្លាចទេគាត់អត់ខ្លាចគាត់ឆ្លងកាត់រឿងហ្នឹងច្រើនហើយមួយទៀតគាត់ថាសាច់រឿងរបស់គាត់បើប្រាប់យើងពិបាកជឿណាផ្ទះណាដែលមានជានាងផ្ទះគឺគាត់ឃើញផ្ទះណាដែលមានខ្មោចតៃហងគឺពីច្រើនគាត់ឃើញហ្មងយូរទៅគាត់លេងខ្លាចអញ្ចឹងណាដល់ពេលគាត់ទៅនិយាយជាមួយទៅក៏សួរថាម៉េចអីម៉េចអញ្ចឹងគាត់ថាចង់គាត់ចោលនៅហ្នឹងហើយអត់យកគាត់តែគាត់និយាយហ្នឹងរបៀបនិយាយហ្នឹងគាត់ដឹងមិនមែនទៅទល់មុខមួយខ្មោចណាគេអង្គុយហ្នឹងគឺគាត់ប្រមើលដឹងហើយថាគេអញ្ចឹងគាត់លៀងចានឆ្នាំងគាត់បដាគាត់និយាយថាម៉េចអញ្ចឹងថាចង់គាត់ហើយអត់ស្រាយគាត់ផងហ្នឹងអត់យកគាត់មកផងហ្នឹងអញ្ចឹងបាននេះគាត់ទៅប្រាប់អ្នកនេះអញ្ចឹងខ្ញុំអ្នកទៅស្រាយផ្ទាល់បងប្អូនតែខ្ញុំទៅហ្នឹងមួយពូ2នាក់ដែរទៅស្រាយមកមែនមុនចង់និយាយថាពេលមន់ឡើងត្រង់អញ្ចឹងមានថាងឹតបើយើងចង់ស្រាយក្បាលទៀបភ្លឺធ្វើម៉េចមុនមន់ចោះពីលើត្រង់ចាស់គេជំនឿអញ្ចឹងបាទដូចថារបៀបមេឃងឹតណាពូអស់លោកហ្នឹងមកថ្ងៃអត់កើតទេទៅស្រាយគាត់ហើយអីហើយហ្នឹងគាត់ចាប់អារម្មណ៍ឃើញថាអញ្ចឹងហើយគាត់មកហើយនៅកន្លែងរោងបុណ្យហ្នឹងក៏ចាប់ដើមរបៀបថាអត់ដូចមុនពីដំបូងគឺគាត់ប្រកាត់ភ្លើងប្រកាត់អីរឿងពិបាករឿងអីចឹងណាហើយក៏មានក្មេងឲ្យលាត់ជើងដោយសារតែកពុបទឹកក្តៅដោយសារអីទៅពេលបុណ្យថ្ងៃចុងប្រហែលហ្នឹងក៏ស្រាប់តែមេឃសតុំមួយថ្ងៃរបស់គ្នាចឹងណាស្រួលបាទរលូនហើយទាំងតែថ្ងៃទី1ភាគច្រើនមនុស្សគេរវល់កាំងគេហៅមកអត់អស់ទេតែថ្ងៃហ្នឹងអត់មានបាត់ម្នាក់មកភូមិម្នាក់ក៏តាដែលមកបុណ្យហ្នឹងណាម្នាក់ក៏អត់បានបាត់ដែរអញ្ចឹងទៅក៏នាំគ្នានិយាយជាមួយនឹងទៅនិយាយថាបើមកដល់ហើយអីហើយកូនចៅខុសមិនអីចឹងណាអញ្ចឹងក៏ហៅគាត់មកហ្នឹងបានគាត់ឃើញថាធ្វើទៅដល់គាត់បើមិនអញ្ចឹងទេគឺអត់ដល់គាត់នៅហ្នឹងឯងប្រដៅទៅស្រែកខ្សែមកហើយប្រដៅវិធីសាស្ត្រមិនអាចប្រាប់បានអត់ពេលដែលទៅអញ្ចឹងពេលដែលយើងទៅស្រែកខ្សែហ្នឹងណាអញ្ចឹងពេលដែលគេចង់មានបាលីហ្នឹងតែពីរជួរទេតែតិចដែរទេតែពេលចង់គេសូត្របដ ாய் កខកខងពេលដែលគេស្រែកវិញពីងមកវិញឧទាហរណ៍ចឹងបងឧទាហរណ៍សូត្របល័យបច្ឆេះបាទទៅសូត្របច្ឆេះបងប្អូនចាំថាបោះចាមអំពើក៏ដោយអីក៏ដោយពីច្រើនគេធ្វើបច្ឆេះហ្នឹងឯងពិបាកជាងគេបើធ្វើបដ ாய் អត់អីទេយើងអត់ងាយសូត្រត្រូវរបៀបបាទហ្នឹងហើយអញ្ចឹងការចង់នឹងស្រួលទេប៉ុន្តែស្រែយកមកវិញនឹងត្រូវសូត្របច្ឆេះហ្នឹងសូត្រហើយយើងស្រែកខ្សែអីធម្មតាហ្នឹងយើងយកកាន់មកធម្មតាអត់អីទេយើងច្រកក្រុងក៏បានអីក៏បានដាក់កតាបដាក់អីក៏អត់បញ្ហាបាទតែសំខាន់យើងយកខ្សែនឹងទុកនៅណាពូមានអ្នកខ្លះគាត់ធ្លាប់រើសបានអាខ្សែនឹងយកទៅចង់អូសចង់អីណាធ្លាប់មានអ្នកអញ្ចឹងតែអត់ដឹងអីចឹងទៅបាទអត់ដឹងឡងអញ្ចឹងទៅហើយនៅពេលដែលយើងហៅនឹងទៀតសោតយើងហៅនឹងក៏មានបាលីរបស់គេហៅដែរគេហៅទៅអញ្ចឹងយើងត្រូវនិយាយម្នាក់ឯងហ្មងនិយាយថាឧទាហរណ៍ថាតោះទៅថាអញទៅហើយរបៀបអញ្ចឹងណាអត់ឲ្យនិយាយឲ្យថាអត់បលឹងអត់មកទេនិយាយរបៀបថាដូចដាក់សំណែនឲ្យគេអញ្ចឹងលោកតាសែបសយថាអញទទួលឲ្យចៅយើងនិយាយអញ្ចឹងទៅឲ្យវាជ្រះអញ្ចឹងណាបងរបៀបដូចយើងនិយាយតែឯងទេហៅមកឆ្លងតែឯងអញ្ចឹងបាទឆ្លើយឆ្លងតែឯងអាចប្រហើបបានឧទាហរណ៍បើបលិចអីប្រហើបបានទេប្រហើបអត់បានព្រោះវាអាចនឹងសាបអត់លៀបហើយបាទយើងអត់អាចប្រាប់បានអញ្ចឹងវាអាចនឹងសាបអត់លៀបបាទហើយមួយទៀតទៅបីប្រាប់ក៏ពិបាកស្ដាប់ដែរហ្នឹងខ្ញុំចង់ដឹងអាពិបាកស្ដាប់បាទហើយឥឡូវជ្រុលអញ្ចឹងហើយឥឡូវឧទាហរណ៍ថាមានធម៌របៀបសាសនាបងប្អូនអ៊ីស្លាមយើងប្រហែលអាចសូត្របន្តិចបានទេធម៌ទូទៅហ្នឹងមិនមែនធម៌អីទេនេះខ្ញុំនិយាយពីវិធីសុំទឹកភ្លៀងអញ្ចឹងខ្ញុំជាមនុស្សម្នាក់ដែលអ្នកភូមិតែឲ្យខ្ញុំសុំទឹកភ្លៀងឲ្យបាទអញ្ចឹងខ្ញុំដាក់មួយម៉ាត់ទៅណាបាទអញ្ចឹងអល់ហាំឌុលឡាហ៊ីកុបលអាឡាមីនអាហ្កាម៉ាណាគីហ៊ីមីមើលគីយ៉ាំទីយ៉ាខ្នាវទូយ៉ាយ៉ាខ្នេះអ៊ីនអញ្ចឹងខ្ញុំនិយាយតែ 10% ក្នុងហ្នឹងតែយើងកុំឲ្យបែកអូហូស្ទឹងអញ្ចឹងមាននឹងនៅក្នុងចំណោមហ្នឹងតែអត់វែងពេកទេមិញហ្នឹងសុំទឹកភ្លៀង
បាទអញ្ចឹងបបាក់ប្រាប់បងប្អូនដែរខ្ញុំជាមនុស្សម្នាក់ដែលអាចសុំទឹកភ្លៀងខុសគេអញ្ចឹងបបាក់ប្រាប់ដែរអញ្ចឹងអ្នកភូមិខ្ញុំពងមើលប្រហែលជាដឹងហើយទឹកមាត់ខ្ញុំរៀងប្រៃជាងគេតែមិនមែនសុំបាន 100% ណាយើងសុំឲ្យយើងធ្វើបាយល្មៀតឲ្យគេហើយបានយើងសូត្រធម៌ហ្នឹងមានអីដល់ដូរមានអីដល់ដូរតែយើងសុំតតែបានបានយើងដាក់បើអត់បានទេគឺអត់មានសិទ្ធដាក់ឲ្យគេទេបើអត់បានផងយើងដាក់ធ្វើអីមិនយើងដាក់មុនទេណាយល់អានេះរបៀបថាអ្នកឯងឲ្យទឹកភ្លៀងខ្ញុំមកខ្ញុំឲ្យអានេះទៅអ្នកឯងបាទនិយាយរឿងកំ pl ែងមួយមុនខ្ញុំមកនេះ5ថ្ងៃបងស្រីគាត់តាមបន្លែគាត់ឲ្យខ្ញុំសុំឲ្យគាត់ដាក់5គាត់ដាក់3ថាសសុំឲ្យភ្លៀងមកខ្លាំងពេកលិចគាត់ទេមកថាហែងសុំឲ្យរាំងខ្ញុំថាខ្ញុំទេវតាមែននិយាយមែនតែនេះនិយាយមែនតែគឺភ្លៀងនៅកន្លែងព្រំបន្ទល់ខេត្តពោធិ៍សាត់កំពង់ឆ្នាំងខ្ញុំឲ្យសួរមុនដែលខ្ញុំមក5ថ្ងៃហ្នឹងគឺភ្លៀងលឹងលិចហ្មងយើងអត់ដឹងថាម៉េចដែរបងខ្ញុំបបាក់ជឿដែរប៉ុន្តែនៅក្នុងសាសនារបស់ខ្ញុំនៅតែសុំទឹកភ្លៀងសុំខ្មោចសុំអីគឺគេនៅតែប្រើដែរនៅប្រើដែរបាទយើងពួកខ្ញុំអត់ចោលទេចុះដល់ពេលចាប់ផ្ដើមយើងបកទៅរឿងបងស្រីដែលគាត់បានចងកស្លាប់ខ្លួនហ្នឹងហើយយើងយកខ្សែដាក់គាត់ហើយក៏គាត់ទៅស្ងប់សុខទៅតែគាត់ស្ងប់ក៏គាត់នៅតែមកចូលដដែលហ្នឹងគាត់ចូលនៅក្មួយគាត់ដដែលហ្នឹងចូលប្រាប់តែមកចូលមកគាត់ខ្ញុំគាត់និយាយថានឹងហើយមើលថែកូនក្មួយផងអីផងពួកខាងខ្ញុំនៅរាល់ថ្ងៃក៏នៅតែខ្មោចចូលដែរនៅមានរាល់ថ្ងៃហ្នឹងទេដែលបើថតតែខាងខ្ញុំតំណអត់ឲ្យផឹកស្រាអត់ឲ្យហូបសាច់ជ្រូកទេមានផ្ទះមួយដែលគាត់ទៅហូបស្រាហូបសាច់ជ្រូកហ្នឹងខ្មោចយាយគាត់ចូលភ្លាមហ្មងចូលនៅបងស្រីម្នាក់ចូលមុខយកហ្មងហើយដឹងថាហូបនៅថ្ងៃណាអីតាណាដឹងទាំងអស់បាទមួយណាគេដឹងទាំងអស់ហ្មងព្រោះតំណមខ្លាំងបាទតំណមខ្លាំងដូចខ្មោចបងស្រីខ្ញុំអញ្ចឹងគាត់ទៅចាប់ចិត្តគាត់នៅតែតាមថែសាខ្ញុំរហូតយើងឃើញគាត់រហូតគាត់ចង់ហូបអីយើងដឹងហ្មងដូចញៀនខ្លះក៏ទៅចាប់ជាតិញៀនខ្លះក៏នៅអញ្ចឹងណាគាត់ប្រាប់ខ្ញុំថាគាត់ចង់ហូបនេះរៀបរបៀបនេះអញ្ចឹងខ្ញុំប្រាប់ម៉ែគាត់រៀបឲ្យតែគាត់ប្រាប់របៀបមិនពេលប្រាប់ដែរគាត់ចូលមកក្នុងយសពថ្ងៃមុនអញ្ចឹងបងប្អូន8 10នាក់ទៅភ្នោអស់សោតែខ្ញុំមួយពុកគាត់ដូចខ្ញុំប្រាប់ថាសាច់ចាំងអញ្ចឹងណាអញ្ចឹងគាត់បញ្យល់សពហ្មងថាហែងមួយពុកមកលេងភ្នោអញផងនេះយើងបបាក់ជឿមួយនិយាយតែបបាក់ជឿដែរបងប៉ុន្តែរឿងបងប្អូនគាត់ជឿលើខ្ញុំគឺគាត់ជឿគាត់ដឹងបាទពួកខ្ញុំអាចថាខ្ញុំជាបកគលម្នាក់ដែលរៀននៅខាងធរអាខាងនឹងបានជ្រៅជ្រះដែរអញ្ចឹងគាត់យល់បាទយល់ចុះដល់ពេលបងស្រីហ្នឹងតែគាត់លែងលងអីសាហាវអត់លងទេតាំងពីថ្ងៃហ្នឹងមកគឺបាត់ឈឹងហ្មងបាត់គាត់ឈឹងហ្នឹងបាទបើតែខ្ញុំជំនឿលើឆ្កែតែឆ្កែលូខ្ញុំមិននិយាយថាញៀនខ្ញុំប្រាប់ហ្មងដឹងអត់ខ្ញុំអត់ចង់និយាយពេលខ្លះនៅភូមិមួយអញ្ចឹងខ្ញុំគាត់តែលឺខ្ញុំដឹងថាអាចនឹងមានអ្នកស្លាប់របៀបថាបបាក់ដែររឿងខ្ញុំខុសបើឆ្កែលូខ្លះមានអ្នកស្លាប់ឆ្កែលូខ្លះមានអាមនុស្សអីចឹងទៅបាទខុសគ្នាទៀតហ៎បាទខុសគ្នាប្រដៅស្ដាប់ទៅដឹងហ្មងបាទហើយទឹកមុខមនុស្សដូចគ្នាមនុស្សហ្នឹងមុននឹងស្លាប់បើសិនជាឲ្យខ្ញុំឃើញមុនមួយថ្ងៃណាដឹងថាខ្ញុំចាក់សោក្នុងបន្ទប់ហ្មងខ្ញុំអត់ឲ្យចេញទេមិនចឹងពួកខ្ញុំមើលទៅគាត់ស្លេកស្លាំងគាត់អត់ដូចមនុស្សយើងធម្មតានេះទេខ្ញុំមើលទៅខ្ញុំដឹងហ្មងរបៀបថាគាត់មិនមែនជាគាត់របៀបដូចបងរស់រៀងនិយាយមកខ្ញុំឲ្យហេតុអីជាបានជាបងថ្ងៃនេះអញ្ចឹងណាហើយមួយទៀតកសែភ្នែករបស់គាត់អត់អញ្ចឹងទេកសែភ្នែករបស់គាត់អត់នៅចំដូចយើងទេនៅកលាច់មនុស្សដែលគាត់ត្រូវគេមកយកណានៅកលាច់អត់នៅពេញដូចយើងទេទោះតែយើងចាប់អារម្មណ៍មើលគាត់ដែរនៅតែយើងធម្មតាយើងមានអីត្រូវចាប់អារម្មណ៍មើលបាទយោអូខេអ្នកនរគ្នានេះគឺសាច់ជើងទី2របស់ Pravin ដែលគាត់បានចែកម្លែកបងស្រីយើងអាចនិយាយថាជាសាច់ខ្មោចថៃហោងអញ្ចឹងណាបាទដែលយកខ្សែដែលគាត់បានប្រើប្រាស់ដើម្បីសម្លាប់ខ្លួនហ្នឹងយកមកអស់ហើយឃើញអ្នកភូមិអីឃើញច្រើនហើយអ្នកនរគ្នាដូចខ្ញុំនិយាយអញ្ចឹងព្រោះរបស់នេះវាមិនមើលឃើញនឹងភ្នែកមានផាត់តាំងអត់មានអីទេអ្នកនរគ្នាអាចស្ដាប់ទៅហើយចាណាតាមវិចារណញ្ញាណទៅបាទជឿចង់ជឿក៏បានចង់អត់ក៏បានជាជំរឿរបស់អ្នកនរគ្នាតែអ្វីដែលសំខាន់កុំភ្លេច Subscribe Channel ស្មានអាស៊ីតាឥឡូវសាច់រឿងទី3របស់យើងបាទហ្នឹងហើយបងប្អូនឥឡូវយើងចូលដល់សាច់រឿងទី3របស់ខ្ញុំអញ្ចឹងកើតឡើងលើមីខ្ញុំម្ដងគាត់គឺជាអ្នកលក់គ្រឿងសំណង់អញ្ចឹងដូចបងដឹងហើយនៅតាមខេត្តគ្រឿងសំណង់2 3ភូមិអីមានតែមួយទេដោយសារតែគាត់រកស៊ីរឿងដាច់ខ្លាំងអីខ្លាំងអញ្ចឹងគាត់មានការកាច់កងជាមួយនឹងគេអ្នកលក់គ្រឿងសំណង់ដូចគ្នាអញ្ចឹងគេលក់អត់ដាច់របរគ្រឿងសំណង់គឺពិបាកអញ្ចឹងគេក៏បានធ្វើមកកាន់គ្រួសារគាត់ឲ្យរកស៊ីបានអញ្ចឹងណាពីដំបូងគេធ្វើដាក់លើលុយទេគេធ្វើដាក់លើលុយគេឲ្យក្មួយគេម្នាក់មកទិញខ្ចៅខ្ចង់ហើយក៏ឲ្យលុយមកកាន់កូនស្រីគាត់អញ្ចឹងកូនស្រីរបស់គាត់នឹងបានកាន់លុយហ្នឹងប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺធម្មតាអ្នកលក់គាត់ដាក់ក្នុងកតាបណាចុះហេតុអីបានជាកូនស្រីគាត់ដាក់នៅក្នុងកប៉ៅខពេលហ្នឹងហើយគាត់ក៏អត់សួរនាំដែរព្រោះលុយហ្នឹងតិចទេលុយតែ10000លុយខ្មែរទេកូនស្រីនឹងដាក់ក្នុងកប៉ៅខអាចថាទុកឲ្យកូននឹងចាយអញ្ចឹងហ្នឹងហើយមួយទៀតកូននឹងអត់ចេះខូចទេប៉ុន្តែនៅពេលដែលកាន់លុយហើយក៏ស្រាប់តែបានមកយប់កូននឹងហើមកផ្លូវហើមត្រឹមនេះណាកូនស្រីគាត់នឹងហើមដល់ជើងហើមកផ្លូវរបៀបដូចយើងហើមកលៀនដើរអត់បានអញ្ចឹងណាក៏អត់បានទៅហៀតអត់បានអីចឹងក៏គិតថាកូននឹងជាកូនស្រីអញ្ចឹងនៅកន្លែងសំណង់នឹងដើរលេចដើរកើតទៅគាត់ក៏មានបញ្ហាហ្នឹងអញ្ចឹងអត់ទាន់យកទៅមើលគ្រូទេយកទៅពេទ្យបាទយកទៅពេទ្យឲ្យពេទ្យចាក់ថ្នាំឲ្យពេទ្យអីអញ្ចឹងដូចបងដឹងហើយថារឿងហ្នឹងពេទ្យគាត់មើលមិនត្រូវអញ្ចឹងបន្ទាប់មកទៀតគេមិនធ្វើតែមួយផ្លែតហ្នឹងទេស្អែកឡើងមានយាយម្នាក់គាត់ជិះកង់កាត់ក៏ស្រាប់តែគាត់បាច់អង្គនៅមុខហ្នឹងណាគាត់បាច់មករាវគាត់បាច់អង្គឲ្យគាត់ទៅបាត់ហើយយាយហ្នឹងអត់ដែលឃើញសោះអត់ដែលឃើញគាត់នៅក្នុងតំបន់ហ្នឹងអីអត់ដែលឃើញអញ្ចឹងនៅក្នុងថ្ងៃហ្នឹងភ្ញៀវម្នាក់ក៏គាត់អត់មានដែរទាំងដែលកន្លែងរបស់គាត់ធ្លាប់តែបាទធ្លាប់តែដាច់អញ្ចឹង
គាត់ក៏យកទៅគ្រូយកកូននឹងទៅគ្រូរបៀបថាអត់ស្រួលទេណាមួយមើលទៅរៀងអត់តំណងយកទៅគ្រូមើលទៅពេទ្យហើយគេមើលអីអត់ឃើញអីចឹងបាទមើលទៅគ្រូទៅគ្រូនឹងគ្រូស្រីគាត់រុញពីកផ្លូវហ្នឹងណានេះចំណុចហ្នឹងខ្ញុំអត់បានមើលទេបងប្អូនកូនគាត់កូនស្រីផងឯមួយទៀតខ្ញុំអត់ចង់ទៅជាមួយដោយសារមួយរយៈហ្នឹងអត់ចង់គឺថាគ្រូនឹងរុញពីកផ្លូវហ្នឹងរុញរហូតដល់ចុងជើងអញ្ចឹងរៀងតាមកញ្ចក់ជើងទាំងអស់ហ្នឹងចេញខ្លាញ់មកទាំងអស់ដូចខ្លាញ់ខ្មោចអញ្ចឹងណាគាត់រុញដបងចេញខ្លាញ់រុញរហូតដល់តែកូននឹងស្រែកស្លាប់ហឹងចឹងរុញមកទៅហឹងគាត់អត់ទេគាត់ច្បាច់តែរបៀបថាគាត់រុញពីកផ្លូវបាទគាត់បលាអញ្ចឹងហើយគាត់និយាយមួយម៉ាត់ហ្មងថាគេធ្វើមកដាក់លើលុយឲ្យនេះអញ្ចឹងណាអញ្ចឹងបងប្អូនអាចថារៀងពិបាកដែរបើយើងច្បាស់ហ្មងបាទពួកគាត់ដឹងថាអ្នកធ្វើនឹងណាទៀតគាត់ទៅយកទៅដល់គ្រូនឹងដឹងថាអ្នកធ្វើគាត់ថាអ្នករស់ស៊ីដូចគ្នាណាជុំពិបាកដែររឿងលុយនេះយើងចាយវាយើងមិនសូវនេះដែរទៅពេលរុញកូននឹងហើយរយៈពេល3ថ្ងៃដែលយកកូននឹងមើលបានកូននឹងធូរប៉ុន្តែសួរថាកន្លែងគាត់លក់ដាច់អត់ទេរឿងនឹងក្នុងឆ្នាំណាប្រហែលសង្កាត់ទេរឿងថ្មីមែនតើបងថ្មីមែនតើឆ្នាំ2018 19 2018នៅបាទគាត់មានឡានតែកុមារមួយដែលគាត់តែងតែជិះទៅវិញទៅមកក៏ស្រាប់តែគាត់ជនជាតិចាមចុះហេតុអីបានកញ្ចក់ជើងជ្រូកមកនៅលើឡានគាត់កញ្ចក់ជើងជ្រូកពីរមកនៅនឹងអង្គូតឡានគាត់អញ្ចឹងគាត់ឆ្ងល់ណាគាត់ឆ្ងល់អញ្ចឹងទៅគាត់អត់ហ៊ានកាន់ទេធម្មតាគាត់ចាមអត់ហ៊ានកាន់ទេគាត់ទៅរកគ្រូនឹងភ្លាមមកគាត់បើកទៅរកគ្រូហ្នឹងណាបើកទៅដល់គ្រូនឹងគ្រូខ្មែរគាត់ទៅដល់ហ្នឹងគាត់អត់បាននិយាយអីមួយម៉ាត់ទេគ្រូនឹងចាស់មកមឹងអញ្ចឹងណាខ្ញុំក៏សួរថាម៉េចហីគាត់ថាម៉េចបានកញ្ចក់ជើងហ្នឹងនៅហ្នឹងថ្ងៃហ្នឹងគឺពួកគាត់ប្រងទៅកំពង់ធំសំណាងឲ្យតែបើកឡានទៅផ្ទះគាត់បើសិនជាអត់ឃើញកញ្ចក់ជើងជ្រូកហ្នឹងទេឲ្យបើកឡានទៅកំពង់ធំតែពេលខ្លះអាចឆ្លងសាឡានហើយពេលខ្លះទៀតទៅតាមផ្លូវគាត់ថាគាត់ហ៊ានធានាថាកន្លាប់ឡានគ្រូហ្នឹងគាត់និយាយចឹងមកបើសិនជាអត់ឃើញកញ្ចក់ជើងហ្នឹងទេណាគាត់ធានាថាមួយរយៈហ្នឹងគឺគេចង់បានដោយសារតែគាត់រស់ស៊ីទៅហៀងលោតចឹងណាអញ្ចឹងនៅពេលដែលគ្រូហ្នឹងឃើញកញ្ចក់ជើងអីហើយចឹងគាត់មានកសែងរបស់គាត់មួយគាត់យកមកក្របដកទៅខ្លួនឯងដកកញ្ចក់ជើងណាគាត់ដកយកទៅចោលខ្លួនឯងហើយគាត់បញ្ជាក់មួយទៀតថាទៅវិញនៅមុខផ្ទះហ្នឹងឲ្យបាច់អំបិលទៅអញ្ចឹងការរស់ស៊ីបងប្អូនជឿក៏បានអត់ក៏បានតែនេះខ្ញុំជឿ 90% 7,000ក៏ដោយបងប្អូនបាច់អំបិលទៅបាច់អំបិលនៅពីមុខផ្ទះហើយបន្ទប់គេងបើសិនជាអាចមានអំបិលក៏អាហ្នឹងក៏ហឹងរស់ស៊ីហឹងធូរធារដែរដាក់មកកូនអំបិលយើងធម្មតាបាទយើងបាច់ទៅព្រលឹមឡើងបាច់ទៅពួកអានេះខ្ញុំនិយាយខាងខ្ញុំជំនឿណាបាទខាងខ្ញុំគឺអញ្ចឹងនៅពេលដែលគាត់អត់ទាន់បាច់អំបិលផងហ្នឹងអញ្ចឹងគាត់ទៅផ្ទះគ្រូហ្នឹងហើយគាត់ត្រូវទៅកំពង់ធំមកដែរដាច់ខាតគាត់មានរវល់ខ្ញុំអាចបញ្ជាក់បានទេគាត់មកវិញនៅពេលយប់ព្រលឹមឡើងនៅមុខផ្ទះគាត់ហ្នឹងពោះតែសាកពីក្បាលរបៀបដូចពោះឡានជន់ហើយស្ងួតប្រេះជាប់នៅពោះឡានកិនហ្នឹងហើយពោះឡានកិនហ្នឹងនៅពីក្បាលតែពោះហ្នឹងគឺចាប់អារម្មណ៍គេតែចែកមិនបានក្បាលវានៅតែទឹមគ្នារកគ្នាអញ្ចឹងណាទល់មុខគ្នាមកបាទក្បាលហ្នឹងមិនបាននៅទល់មុខគ្នាគ្រាន់តែប៉ុណ្្នឹងហើយហ្នឹងកូនជាងគាត់ចូលទៅក្នុងគាត់មានអ្នកដែលជួយលើកឲ្យបានលើកគ្រឿងស្នាមកឡាប់អាដែកដែលគាត់ដាក់ហ្នឹងអត់គួរតែកឡាប់សកត់ជើងកូនជាងហ្នឹងបាក់ជើងកូនជាងហ្នឹងណាហើយគាត់អត់ដឹងថាតែគេចូលទៅបានយ៉ាងដូចមិនដេចបើកន្លែងគាត់រស់ស៊ីគឺគាត់មានយ័ន្តមានអីរបស់គាត់ហើយបាទអត់ដឹងថាម៉េចតែនេះបញ្ជាក់ដែរថាកូនជាងរបស់គាត់ម្នាក់ត្រូវបានគេទិញបានកូនឈ្នួលរបស់គាត់ហ្នឹងគេទិញនៅក្នុងតម្លៃមួយបានហើយគេឲ្យយករបស់មួយដែលអាចយកចូលបាននៅពេលដែលកូនជាងហ្នឹងគាត់បាក់ជើងហើយក៏យកទៅពេទ្យអត់មានត្រូវអំពើធ្វើអីទេគាត់តែធ្វើតែបាក់ជើងហ្នឹងយកទៅពេទ្យត្រឡប់មកវិញទៀតអញ្ចឹងគាត់មកមើលពោះដែលនៅហ្នឹងណាគាត់អត់ហ៊ានយកខ្លួនឯងទេអញ្ចឹងក៏គិតថាមកមើលទៅគេលូននៅដែលមកជនជាតិខ្ញុំអត់អាចប៉ះបានទេបងពោះកង្កែបឯហ្នឹងសិតតបាហើយគេអត់ឲ្យប៉ះទេបាទតែពេលគាត់ត្រឡប់មកវិញគាត់ស្រាប់តែបាត់ពោះហ្នឹងអត់មានឃើញទេណាអញ្ចឹងគ្រូហ្នឹងគាត់មកដល់ផ្ទះខ្លួនឯងគាត់និយាយតែម៉ាត់ថាបដិញចរៃគេគួរធ្វើម៉េចអញ្ចឹងណាអញ្ចឹងអង្គយើងលីងអង្គក៏បានស្រូវក៏បានលីងហើយយើងបុកនេះមកបុកម្សៅឲ្យបានប៉ុណ្្នឹងមកហើយយើងឲ្យម្ដាយយើងហ្នឹងឲ្យខ្លាចជាម្សៅបាទឲ្យដេញអញ្ចឹងតើតែគាត់ដេញអញ្ចឹងណាដេញប៉ុន្តែនិយាយថាកម្មពីគឺមានមែនអញ្ចឹងបងប្អូននៅពេលដែលគាត់កំពុងតែធ្វើមីខ្ញុំហ្នឹងក៏ចៃដន្យប្តីគាត់ហ្នឹងពេលអាសៀលហើយពងតែបិទកន្លែងគ្រឿងសំណង់ហ្នឹងណាឡានទឹកស៊ីម៉ងឡានធំហ្នឹងណាជ្រុលជាកូនមកដល់តប្តីអ្នកដែលធ្វើហ្នឹងគាត់អត់ទេបាក់ជើងនេះបាទហើយខ្លួនហ្នឹងគឺគ្រប់កន្លែងមកគេសងវិញព្រាមទាំងតែគាត់អត់បាននេះអញ្ចឹងដល់ពេលដែលសួរទៅគេថាគ្រូហ្នឹងគាត់ថាគាត់អត់បានធ្វើទេតែបានតែគ្រូបាជាខាងវិញហ្នឹងគាត់ខ្ពស់គាត់អីអញ្ចឹងណាហើយបាបកម្មគេសងមកព្រាមតែចំណុចនៃឡានប៉េះហ្នឹងគឺអត់មានពីណាជឿថាបាក់ជើងទេគួរតែវល់អស់ពួកឡានធំឡានខ្ពស់ហើយមិនបានអញ្ចឹងណាបាទអញ្ចឹងគេសងវិញព្រាមនៅពេលដែលប្តីគាត់បាក់ជើងហ្នឹងរវល់តែមើលអញ្ចឹងមួយក៏ចាប់ដើមមកវិញមកមីហ្នឹងវិញបដាអញ្ចឹងកូនស្ដាប់តែកូនចៅម្នាក់ដែលគេទិញគាត់បានហ្នឹងគាត់សុំឈប់របៀបថាមីងហ្នឹងគាត់ដឹងហើយគាត់ដឹងថាម្នាក់ហ្នឹងអត់ស្រួលដោយសារអីព្រោះធម្មតាជនជាតិខ្ញុំអត់អាចមានជើងធូកមានជើងម៉ែអត់អាចរៀបគ្រូបានទេគ្រូអកុំចាមតែកច្រែកមួយគេធ្វើគេបានតែអត់បាច់រៀបជើងធូករៀបអីទេអញ្ចឹងហេតុអីបានជាម្នាក់ហ្នឹងសុំរៀបជើងធូកហេតុអីម្នាក់ហ្នឹងសុំរៀបអញ្ចឹងណាអ៊ីរ៉ូស៊ីអញ្ចឹងអត់បានទេសុំរៀបជើងធូកសុំអីមកអញ្ចឹងណាហើយគាត់សុំរៀបខ្លួនឯងគាត់ហាមដាច់ខាតក៏ម្នាក់ហ្នឹងនៅតែដុតធូកនៅកន្លែងគុលសសរគុលអីអញ្ចឹងណាគាត់នៅតែដុតធូកហេតុអីបានអញ្ចឹងហើយមួយទៀតពេលអាសៀលឲ្យគាត់បិទហើយហេតុអីបានជាម្នាក់ហ្នឹងតែងតែដើរទៅក្រោយទេគាត់យកអីតកប់នឹងក្រោយនោះទៀតគាត់យកតកប់នឹងក្រោយរបៀបថាគាត់ធ្វើទាំងមុខធ្វើទាំងក្រោយហ្មងណានៅពេលដែលដឹងខ្លួនអញ្ចឹងម្នាក់ហ្នឹងក៏ទៅថាបបាក់ជឿបងប្អូនម្នាក់ហ្នឹងគាត់ទៅគាត់ចេញពីមីងខ្ញុំទៅណាគាត់បុកដៃស្ពានស្លាប់ថ្ងៃហ្នឹងមកភ្លាមគាត់ស្លាប់ភ្លាមទៅបុក
គាត់ទៅបុកដៃស្ពានគាត់ គាត់ស្វឹងឬគាត់លឿន អត់ស្វឹងទេយើងអាចនឹងនិយាយថាបានគាត់លឿនពេកអញ្ចឹងចំណុចខ្លះគឺពិបាកជឿមែនតើប៉ុន្តែអញ្ចឹងបានចាស់ថាឲ្យធ្វើល្អធ្វើអាក្រក់ហើយខ្ញុំសរសើរទៅថាគេទៅរករបស់ដែលកប់នឹងឃើញទៀតកប់នៅអង្គុលស្វាយអានេះខ្ញុំទៅមើលផ្ទាល់ណាកណាត់សប៉ុណ្នេះគេរុំគេដាក់នៅហ្នឹងណាស្រ័យមកអញ្ចឹងមានអាកតិចរបៀបដូចសបកឈើយើងហើយមានឆ្អឹងទូគេយកទៅកប់ម្នាក់ហ្នឹងខ្ញុំនិយាយថាគេទិញគាត់បានគេឲ្យកប់នៅហ្នឹងពួកជាធម្មតាតែដែលមានយ័ន្តដែលខាងខ្ញុំកាន់ហ្មងគឺគេអត់អាចប្រើបញ្ចូលបានទេបរិវារគេអត់អាចចូលបានទេលុះត្រាតែមាននរណាយកអីទៅដាក់ក្នុងហ្នឹងហើយដាស់អាក្នុងហ្នឹងឲ្យធ្វើវិញដាស់របស់ក្នុងហ្នឹងឲ្យធ្វើវិញបាទយករបស់ក្រៅធ្វើអត់បានទេពួកការចងផ្ទះរបស់ជនជាតិខ្ញុំក៏ចេះដែរបងប្អូនគឺយើងត្រូវការដូររហូតដូរតាមកតុយនៀករហូតអញ្ចឹងគ្រូអគុំមុំរកអត់ឃើញទេធ្វើអត់ចូលទេកតុយនៀកអីគេផ្ទះយើងឧទាហរណ៍ថាបងមានផ្ទះថ្មីមួយអញ្ចឹងគឺមានទិស8ជ្រុងនៅលើខ្លួននៀកអញ្ចឹងរៀងរាល់មួយខែនៀកដូរកតុយរហូតជំនឿរបស់ខ្ញុំណាអញ្ចឹងអ្នកដែលលៀងផ្ទះគាត់លៀងដំបងគាត់អុជទៀនជនជាតិខ្ញុំកាន់ទៀងបានកាន់ធូបអត់បានទេអញ្ចឹងឧទាហរណ៍ថាខែនេះកតុយនៅនោះអញ្ចឹងគេដុតឆ្លាស់ហើយគេដុតនិយាយទៅការពាររបស់អស់ហ្នឹងឯងបាទគេដុតឆ្លាស់អញ្ចឹងគ្រូនឹងអត់ងាយទេនិយាយទៅគឺរបស់ក្រៅសម្បីតែពុកខ្ញុំគេធ្វើយ៉ាងណាក៏ដោយអត់មានមកធ្វើក្នុងផ្ទះខ្ញុំចេញធ្វើអត់ចេញទេតែបើសិនជាមាននរណាម្នាក់ដែលគេទិញបានដូចខ្ញុំនិយាយអញ្ចឹងណាយកមកដាក់ហើយអញ្ចឹងគេដាក់អាក្នុងហ្នឹងឲ្យមកធ្វើយើងនឹងបានហើយមួយទៀតខ្ញុំជាការរីកមិនរបស់ខ្ញុំទេបងប្អូនស្គាល់ប្រទាលរាំងសីបងប្អូនគួរតែដាំទៅដែលដាក់នៅក្នុងថូដាំមុខផ្ទះណារបស់ហ្នឹងខ្ញុំជំនឿ99%មនុស្សចូលផ្ទះអត់បានទេផ្ទះខ្ញុំដាំប៉ុន្តែបងស្រីខ្ញុំអ្នកដាំតែគាត់ស្លាប់ភ្លាមប្រទាលនឹងស្លាប់ដែរខ្ញុំឆ្ងល់មែនតើគឺអញ្ចឹងហ្មងតែនៅពេលដែលមាននរណាម្នាក់ដែលចង់ចូលផ្ទះបងប្អូនណាបងប្អូនចាំសង្កេតមើលមិនបាច់អត់មានខ្យល់ទេតែវានឹងបោកខ្លួនឯងអង្គើខ្លួនឯងផឹងយើងមួយចំនួនគាត់ដាំតែប្រទាលលុយប្រទាលលៀបអីចឹងណាបាទតែខាងខ្ញុំលើកមកដំបូងគឺដាំការពាររឿងខ្មៅអស់ទាំងនឹងសិនចាំដាំនោះតាមក្រោយរបស់ហ្នឹងខ្ញុំធ្លាប់ឃើញផ្ទាល់នៅពេលដែលគេចង់ធ្វើពុកចឹងលូនចឹងមិនបាច់មានខ្យល់ទេហាមអត់ឲ្យគេចូលណាតែយើងពិបាកដែរព្រោះយើងជំនឿខុសគ្នាបាទយើងជំនឿខុសគ្នានេះគឺសាច់រឿងទី3របស់គាត់គឺអូស៊ីកាច់កងគ្នានៅលើអាជីវកម្មគ្រឿងសំណង់វាបាក់គួរឲ្យជឿដូចខ្ញុំនិយាយចឹងតែរឿងអបិយជំនឿគឺมันវាអត់មានផុសតាំងអត់មានផុសតាំងអត់មានវីដេអូអត់មានអីឲ្យហ្នឹងហើយវាអត់មានផុសតាំងចឹងដូចខ្ញុំនិយាយដែរចឹងគឺពិបាកនឹងគួរឲ្យជឿប៉ុន្តែជឿមិនជឿគឺជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាទេយើងគ្រាន់តែមកបង្ហាញក៏ដូចជាប្រាប់ពីបទពិសោធន៍ដែលភាវិនគាត់បានជួបផ្ទាល់តែប៉ុណ្្នឹងឯងគាត់តែចង់ឲ្យបងប្អូនដកស្រង់ចំណុចណាដែលបងប្អូនគិតថាយកទៅអាចនឹងល្អសម្រាប់បងប្អូនបាទធ្វើអាជីវកម្មឬក៏ការពារផ្ទះបងប្អូនអីចឹងណាបាទដូចជាខ្ញុំនិយាយចំណុចបាច់អំបិលចំណុចដែលយើងដាំប្រទាលនេះរាំងសីហ្នឹងណាអញ្ចឹងបើគាត់តែជារឿងងាយបងប្អូនដាំទៅបងប្អូនចាំសង្កេតមើលទៅគឺបែបហ្នឹងឯងអូខេឥឡូវយើងចូលទៅសាច់រឿងទី4របស់យើងមកណាសាច់រឿងទី4ហ្នឹងហើយបងប្អូនអញ្ចឹងយើងចូលដល់សាច់រឿងទី4របស់យើងខ្ញុំនិយាយពីសភៅមួយអញ្ចឹងខ្ញុំបញ្ជាក់ថាសភៅហ្នឹងនៅក្នុងស្រុកខ្មែរពីដើមឡើយមានតែ3ក្បាលទេតែខ្ញុំឃើញដល់របៀបណាបងប្អូនមិនចង់ដឹងទេបាទហើយខ្ញុំបញ្ជាក់មួយទៀតខ្ញុំនិយាយបងប្អូនខ្ញុំមិនមែនជាអ្នករៀនទេតែខ្ញុំបានអានពុកម្ដាយខ្ញុំក៏អត់ចូលចិត្តបានមិនក៏អត់ចូលចិត្តនឹងខ្ញុំនិយាយពីមុនវិជាមហាទម្ងន់មុនបាទនៅពេលហ្នឹងបងប្រុសបង្កើតខ្ញុំរៀនមិត្តភ័ក្ដិខ្ញុំ7នាក់ទៀតគាត់រៀនជាមួយនឹងគ្រូម្នាក់គ្រូហ្នឹងគាត់ក្មេងដែរទេប៉ុន្តែគាត់ចេះអាចប្រាប់ខេត្តបានហ្នឹងគឺយើងរៀននៅក្នុងខេត្តពោធិ៍សាត់តែម្ដងបាទខេត្តពោធិ៍សាត់បាទនៅក្នុងខេត្តពោធិ៍សាត់មិត្តភ័ក្ដិទាំងអស់គឺគាត់សាបលាបទាំងអស់ដោយសារតែការអត់បានអញ្ចឹងមុនវិជាហ្នឹងខ្ញុំបញ្ជាក់បងប្អូនខ្ញុំនិយាយរឿងរ៉ាវតាមតែវាមាន7ខ្សែអញ្ចឹង7ខ្សែហ្នឹងបញ្ជាក់ពី7ថ្ងៃគេចង់ឲ្យមនុស្សប្រុសហ្នឹងនេះយើងនិយាយឲ្យអត់រស់ស្ដាប់ណាពេលដែលមនុស្សស្រីគាត់មកថ្ងៃខែគឺជាប្តីត្រូវតែតមរបៀបហ្នឹងកុំឲ្យឆ្លងរោគកុំឲ្យអីអញ្ចឹងគឺល្អទេហើយមួយទៀត7ខ្សែមាន12ជួរហ្នឹងគេចង់បញ្ជាក់ថារយៈពេល1ឆ្នាំមាន12ខែយើងជាមនុស្សយើងគួរធ្វើបុណ្យអីអញ្ចឹងណាឲ្យដល់នេះដល់នោះហើយនៅក្នុង12ហ្នឹងទៀតមាន9ត្រេដែលតម្លាក់មក9ត្រេហ្នឹងមានន័យថា9ខែ10ថ្ងៃដែលមនុស្សស្រីគាត់ធ្វើពោះយើងជាប្តីយើងអត់អាចទៅបំពេញគាត់យើងត្រូវយល់ពីគាត់ណាយល់គេបញ្ជាក់មកល្អទេណាតែអ្នករៀនទេហើយនៅក្នុងហ្នឹងគឺខ្ញុំអានអស់បងប្អូនត្រេទី1គាត់និយាយឲ្យយើងស្គាល់ពីធម្មជាតិមហាទម្ងន់ហ្នឹងមិនមែនជាខ្លួនយើងទេវិញ្ញាណមួយដែលនៅក្នុងកូពីបងប្អូនគឺខ្ញុំបានអានទៅឃើញអញ្ចឹងមកឲ្យស្គាល់ថាផែនដីហ្នឹងបង្កើតមកមានឈើជាមានដើមឈើជារោមមានដបោកជាជ្រុយអីចឹងណាគឺនិយាយបែបហ្នឹងនិយាយត្រង់ភ្លឹងអញ្ចឹងហ្មងនៅពេលដែលយើងសូត្រហើយយើងត្រូវការបវលខ្លួននៅលើដីទៅឆ្វេង7មកស្ដាំ9ហើយទៅ12ដងទៀតពេលហ្នឹងគឺវិញ្ញាណហ្នឹងនឹងចូលមកក្នុងខ្លួនយើងតែអ្នកដែលរៀនចេះចាំហើយហ្នឹងណាតែខ្ញុំបញ្ជាក់ថាអញ្ចឹងការរៀនហ្នឹងទៀតសោតមិនមែនជារឿងស្រួលទេមិត្តភ័ក្ដិខ្ញុំ7នាក់រួមទាំងបងប្រុសខ្ញុំម្នាក់រៀនបានទាំងអស់ប៉ុន្តែសាបវិញភាសាអីគឺគេមានតំណងហើយនៅពេលដែលគាត់ចេះហ្នឹងខ្ញុំជាអ្នកចាប់គាត់ផ្ទាល់បងគ្នា6នាក់ចាប់មនុស្សម្នាក់អត់ជាប់ទេនៅពេលដែលគាត់ចូលមកណាមានល្អិតខ្ញុំចាប់គាត់កវីខ្ញុំ4-5ម៉ែត្រចាប់អត់ជាប់ទេហើយគល់បកគល់ក្រាក់ប៉ុណ្ណេះគាត់ទាត់បាក់ម្នាក់ហ្នឹងនៅជប៉ុនប្រហែលជាពងមើលនេះប្រហែលជាចាំសាច់រឿងខ្លួនឯងទៅគាត់ទាត់បកគល់ក្រាក់ប៉ុណ្ណេះបាក់ជា2នៅពេលគាត់ចូលហ្នឹងណាហើយវិធីភាសាគ្រូគេមានអញ្ចឹងគេធ្វើមិនឲ្យម្នាក់ហ្នឹងខឹងដើម្បីឲ្យចូលអញ្ចឹងនិយាយពីឈឺថាខ្លួនឯងតូចណាស់មានឯងតូចណាស់អត់ឈ្នះអញទេអញ្ចឹងម្នាក់ហ្នឹងចូលមកខ្លួនចាញ់ដើម្បីចាញ់បាទគាត់ចូលមកខ្ញុំចាប់គាត់ទាត់និយាយទៅមិនមែនដូចជាគាត់របៀបដូចរឿងមនុស្សខៀវហុករឿងរបស់នេះបាទគឺស្តៀងអញ្ចឹង
តែនៅពេលដែលគាត់សាបវិញម្ដងម្នាក់គឺយើងត្រូវការសាកទៀតសាកម្ដងម្នាក់អញ្ចឹងណាហើយខ្ញុំប្រាប់ថាពីមូលហេតុអីដែលសាបបងប្អូនដែលចាស់គាត់មិនចង់ឲ្យរៀនហើយអ្នកដែលចិត្តឆៅហ្នឹងមិត្តភក្តិខ្ញុំម្នាក់ដែលទៅជប៉ុនហ្នឹងឯងគាត់ឆាប់ស្នាលពេកអញ្ចឹងគាត់បោកចានបោកឆ្នាំងណានៅថ្ងៃមួយគាត់ព្យួរកលេថងរបស់គាត់ហ្នឹងក្លាប់កលេថងគាត់ក្លាប់គោហ្នឹងរត់ទៅស៊ីស្ពៃគាត់ទៀតតែក៏ស្រាប់តែបានឃើញគាត់ណាកលេថងធ្ងន់ទាំងមូលមិនគាត់លើកដៃស្ដាំរួចគាត់ខឹងគាត់ណាគាត់ខឹងកលេថងគាត់លើកគាត់ប្រេះអញ្ចឹងមកលើកឲ្យគាត់សាបនៅកន្លែងហ្នឹងឯងគេអត់ឲ្យជេរភាសាអសរោះគាត់ខឹងគោនឹងស៊ីបន្លែគាត់ជេរយកគាត់តែគាត់ជេរហើយហ្នឹងណាគាត់ទុនជើងដើរទៅទុនជើងគាត់ដួលហើយសាបអស់ម្នាក់ហើយបើ3 4នាក់ទៀតគឺដូចគ្នាគេមានតំណរបស់គេអត់ឲ្យដើរក្រុមអីបាទក្រុមឈ្នួលក្រុមអីមួយញ៉ាំស្អីខ្ញុំភ្លេចផ្លែស្ពឺហ៎បាទឲ្យណាផ្លែស្ពឺឲ្យញ៉ាំហើយមួយទៀតគឺដាច់ខាតហ្មងគឺតំណសម្ដីហ្នឹងចង់និយាយថាមនុស្សដែលរៀនហ្នឹងត្រូវយល់ដូចកន្លែងខ្ញុំប្រាប់ថាយល់ពីទុក្ខធរៈរបស់ប្រពន្ធរបស់គ្រួសារអញ្ចឹងណាយើងអត់អាចមួម៉ៅបានទេតែពួកគាត់រៀនហើយទៅរំបេះបងឯងមើលគេមកកណោអញ្ចឹងគាត់អាងគាត់ចេះណាហ្នឹងហើយអាងគាត់ចេះតែពេលអញ្ចឹងទៅគាត់ជេរគេអីគេមានណែមកវិញឆ្លូគ្នាអញ្ចឹងទៅមកវិញវល់ទាំងអស់គ្នាចេះអីបើយើងភាសាយើងអញ្ចឹងវល់ទាំងអស់គ្នាតែគ្រូនឹងនៅបានដល់រាល់ថ្ងៃគ្រូដែលបរិញ្ញាហ្នឹងណាបងឯងគិតថាឡានបុកទៀតគាត់ចង់20 ម៉ែត្រអាលាត់មួយក៏អត់មានដែរប៉ុន្តែគាត់បាក់ជើងគាត់អាចនឹងបាក់ឆ្អឹងប៉ុន្តែសើស្បែកអត់មានទេហ្នឹងហើយយល់តែមួយប្រពន្ធកូនគាត់កែរយៈពេល20 ឆ្នាំជាងគាត់អត់ដែលជេរប្រពន្ធ1ម៉ាត់ទេនៅថ្ងៃបន្ទាប់មកគាត់ដួលម៉ូតូម្ដងទៀតគាត់ជិះម៉ូតូទៅគាត់ទៅគៀឡានដួលហើយឡានកុងតឺន័រជន់ជើងខាងស្ដាំនឹងទៀតជើងតែបាក់តែគាត់តរបៀបនេះបានហើយណាសឹងតែអត់ជឿហើយគាត់ដួលមួយបងប្រុសខ្ញុំបកើតទៀតបងប្រុសខ្ញុំបាក់ឆ្អឹងនេះបងប្រុសខ្ញុំឡានអត់ជន់ទេបាក់ឆ្អឹងដងកបិតបាក់ដៃប៉ុន្តែដៃនេះគាត់អាចតបានតែដងកបិតរបស់គាត់គឺនៅរាល់ថ្ងៃអត់ស្រួលប៉ុន្តែស្រួលគាត់ភ្លេចខ្លួនគាត់ភ្លេចថាឡានជន់ជើងគាត់បាក់ហើយគ្រូអ្នកដែលចេះហ្នឹងណាគាត់រត់មក3បងខ្ញុំអញ្ចឹងទៅអ្នកភូមិថាបងជើងមកអញបាក់ហើយចាប់ដើមឈឺគាត់ចាប់ដើមឈឺហើយអីគាត់ដួលវិញណាហើយបន្ទាប់មកទៀតខ្ញុំសឹងថាមិនជឿធម្មតាយើងលើកផ្ទះយើងត្រូវលើកមួយខ្នងអញ្ចឹងយើងមកជើងកែតុកក៏ផ្លាត់មកផ្ទះនឹងអាលុំមួយខ្នងមកគាត់ចំពីលើនេះមកចំពីលើក្បាលគាត់ណាគាត់កិច្ចអត់តាន់គាត់អ្នកទាញខ្សែអញ្ចឹងបានឃើញតែអស់គ្នាក្បាលគាត់មួយផ្ទះនៅទល់អញ្ចឹងគៀបនៅអញ្ចឹងហើយគាត់រុញវិញគាត់ភ្លេចខ្លួនគាត់ណាហើយគាត់នៅមានដល់រាល់ថ្ងៃគាត់នៅមានរបស់នឹងនៅក្នុងខ្លួនដល់រាល់ថ្ងៃដោយសារគាត់អ្នកសច្ចៈទៀងត្រង់និយាយទៅរឿងដីធ្លីឆ្លោះមួយគេឲ្យគេឈ្នះអញ្ចឹងហ្មងរឿងមួយប្រពន្ធកូនអត់ជេររស៊ីក៏អត់យ៉ាងមករស់បានអត់ទៀងគេទេហើយបើបងប្អូនសួរថាមុនវិជាអស់ទាំងហ្នឹងអាក្រក់អត់ទេចាស់ពីដើមគាត់រៀនមិននៅពេលដែលគាត់ចេញច្បាំងគាត់ចេះអាហ្នឹងគាត់រៀងលើសពីមនុស្សធម្មតាហើយមួយទៀតបើសិនជាគាត់នៅជាយព្រៃហើយគាត់មានកូនកំមុំបើចោលមកប្លន់បើគាត់អត់ចេះអាហ្នឹងទេគាត់ទប់ទល់មួយគេមិនបានគឺគេល្អតែប៉ុណ្ណេះតែអ្នកយកមកប្រើហ្នឹងហើយអ្នកយកមកប្រើផ្លូវខុសដែរបាទគាត់ចេះហើយគាត់យកមកប្លន់ហ្មងគាត់ចេះហើយគាត់ប្លន់ដើរចាប់កូនស្រីគេហើយមុនជានឹងសរសេរខ្ញុំបានឃើញច្បាស់កន្លែងបងប្អូនតំណធំជាងគេប្រពន្ធគេតំណធំជាងគេគឺប្រពន្ធគេបើតំណមិនដឹងអត់បានទេទៅធំជាងគេប្រពន្ធតែហ្នឹងដល់ពេលយើងសាបអាចប៉ះពាល់ដល់យើងធ្វើឲ្យយើងឈួតអីអត់ទេបងខ្ញុំឃើញមនុស្សម្នាក់អត់ប៉ុន្តែគឺគាត់រស់ស៊ីអីអត់បានមកគាត់បរាជ័យដល់យើងមើលទៅដូចរបៀបថាអត់សមប្រកបណាអត់សមនឹងគាត់បរាជ័យអញ្ចឹងតែគាត់ក៏ស្រាប់តែបរាជ័យហើយបងប្អូនក៏សួរថាសភៅនឹងទៅដល់ណាថាខ្ញុំក៏អត់ដឹងតែខ្ញុំលែងបានឃើញតែម្ដាយដាច់ខាតអត់ឲ្យរៀនទេហើយមួយទៀតបងសួរនេះហីថាសលេងនេះគេមិនមុនជាសលេងអញ្ចឹងបងប្អូនចេះឆ្ងល់ខ្ញុំមិនមែនថានិយាយទាំងអស់ទេចាស់ពីដើមគាត់ច្រៀងព្រោះម៉េះអីម៉េះអញ្ចឹងហ្នឹងខ្ញុំក៏បានអានដែរគេរៀបថាអញ្ចឹងបងប្អូនគេរៀបគេឲ្យយើងមុនពេលដែលយើងខ្ពុលមាត់ឲ្យហូបបាយកក3ដុំបាយកកហ្នឹងយើងយកមកមូលមកហើយបល័យហ្នឹងខ្ញុំភ្លេចខ្លះបាត់ហើយគឺយើងសូត្រឲ្យយើងផ្លុំឲ្យបាយហ្នឹងគេអត់ឲ្យយើងតាពីទេឲ្យយើងលេបហ្មងលេបដូចថ្នាំបាទតែទូចដែរទេមិនធំទេមកល្មមនិយាយទៅមកល្មមបាទយើងលេបហើយយើងផឹកទឹក3ដងដូចគ្នាផឹកទឹកហ្នឹងក៏គេមានមុនបល័យរបស់គេដែរតែខ្ញុំនិយាយខាងចាមតែខ្ញុំឃើញមិនសេះអក្សរចាមទេតែខ្ញុំចេះអក្សរច្រើននៅពេលដែលគ្រប់7ថ្ងៃគេឲ្យយើងទៅតេស្តម្ដងយើងទៅតេស្តយើងជាមួយទឹកតែក្នុងទឹកអត់ឲ្យយើងតេស្តនៅលើគោកទេតេស្តសលេងយើងណាអញ្ចឹងចាស់ពីដើមមិនគាត់ពេលខ្លះគាត់ច្រៀងអត់ព្រោះខ្លាំងមែនប៉ុន្តែគាត់សលេងគាត់បានមកវែងមកលើសពីយើងធម្មតាគាត់តេស្តចឹងមួយទៀតនៅពេលអាសៀលឲ្យយើងទៅច្រៀងនៅក្រោមដើមឈើបើមិនជាយើងសម្រេចសัตว์នឹងហើមកស្ដាប់តេស្តមុនជាហ្នឹងបើពេលដែលយើងច្រៀងទៅបរោះច្រៀងទៅសំប្រកបហ្នឹងសัตว์ហ្នឹងនឹងហើមកខុសប្រកដីអញ្ចឹងខ្ញុំធ្លាប់លើគេថាចាស់សេរីលោកតាសុនស៊ីសមុទ្រសេរីសុខម៉ាត់អីចឹងណាគឺពួកគាត់ទៅតែនេះទាំងអស់ទេបែរគាត់អ្នកចេះទេរបៀបថាគាត់ចេះហើយគាត់មានសមត្ថភាពរបស់គាត់គាត់មានសមត្ថភាពហើយគាត់រៀនជួយទៀតទៅអញ្ចឹងបានគាត់រៀងនេះខ្ញុំនិយាយថងបងប្អូនហ្នឹងអាហ្នឹងមួយខ្ញុំបានរៀនប៉ុន្តែខ្ញុំរៀនអត់បានខ្ញុំជាមួយទឹកអត់កើតខ្ញុំជាមួយទៅនិយាយទៅឲ្យដូចតំណមគេគឺអត់កើតមិនមែនថាគេចេះតែឲ្យយើងទេនៅពេលដែលស្រែកទៅវាអត់នេះណាអត់ចេញនៅពេលដែលគេស្រែកចេញហ្នឹងទឹកអត់ចូលហើយចេញពីកំពង់កតែអ្នកដែលនេះគឺគាត់ទៅហាទៅគឺទឹកឆ្លក់មកគេប្រាប់យើងនៅក្នុងសភៅថាអញ្ចឹងមកប៉ុន្តែសិតតែឡងទាំងអស់សិតតែមានវិញ្ញាណមួយនៅក្នុងហ្នឹងទាំងអស់ពេលយប់មករហូតតែតួយើងឲ្យយើងស៊ាំដែរឲ្យយើងស៊ាំមហាទម្ងន់ហ្នឹងក៏មានវិញ្ញាណមួយដែរគេថាវិញ្ញាណរបស់ខ្មោចខ្លា
ហើយសិភៅហ្នឹងមានវិញ្ញាណមួយរបស់លោកតាម្នាក់តែគាត់បានទៅគាត់លះបង់នឹងឲ្យគេណាបាទតែសំខាន់យើងអាចទប់ទល់មួយវិញ្ញាណហ្នឹងបានអត់អីអត់និយាយទៅគឺក្បូរក្បាច់ច្រើនណាស់ហើយនៅមួយទៀតខ្ញុំនិយាយកាត់បងចុះមុនវិជាបរុញទឹកបរុញដីហ្នឹងក៏បានអានដែរធ្លាប់ឮគេដើររបៀបថា10-20ជាហ៊ានដល់ណាដល់ណីបាទព្រោះខ្ញុំធ្លាប់ជួបលោកអ៊ំម្នាក់ផ្ទាល់គឺយើងជិះកង់អត់តន់គាត់ទេមកពីទន្លេខ្ញុំជិះអត់តន់គាត់ទេគាត់ដើរអត់ត្រឹងសោះគាត់យួរផ្អកមកចាហៀងយួរត្រីរស់មកចាហៀងណាហើយឡើងធ្ងន់នៅក្នុងហ្នឹងគេសរសេរថាចែកខ្ញុំអានហ្នឹងគេថាមកចាហៀងអញម្លងភ្នំ2មកចាហៀងទៀតម្លងទន្លេ1អញ្ចឹងណាមនុស្សផ្ទះគឺប្រៀបដូចស្មោចតែនិយាយតាមភាសាចាមទេគេនិយាយអញ្ចឹងណាតែវែងទៀតរត់ដល់អញនិយាយអាហ្នឹងជាភាសាចាមតិចបានអត់គេថាហាយ៉ាមនោះប៉ាចែកទៅប៉ោះអញ្ចឹងម្លងភ្នំ2ហាយ៉ាមគេប៉ាស្ទីតអញ្ចឹងម្លងទលេ2មនុស្សផ្ទះប្រៀបដូចស្មោចចង់និយាយថាចាហ៊ានរបស់មនុស្សផ្សេងប្រៀបដូចស្មោចហ្នឹងហើយបាទចាហ៊ានយើងប្រៀបដូចហ្នឹងពីយើងចាហ៊ានយើងគឺខុសគេស្រឡាញ់ស្មើគេ100ចាហ៊ានអីចឹងទៅខ្ញុំដំបូងខ្ញុំអត់ជឿទេមានលោកអ៊ំម្នាក់គេប្រាប់ថាចេះណាខ្ញុំអត់ជឿតែនឹងគឺចាក់ស្ដាយហ្មងចាក់ស្ដាយខ្ញុំជិះកង់នឹងរយៈចម្ងាយពីទលេមក3គីឡូគាត់យួរត្រីសងខាងហើយមូលហេតុអីបានអត់ទាន់គាត់ឆ្ងល់គឺអត់ទាន់ទេទីពេលខ្លះយើងកន្លាច់ដូនទីគាត់ទៅមុខកន្លាច់ដូនទីគាត់ទៅមុខថ្ងៃហ្នឹងគឺគាត់បខំចិត្តត្រូវមកប្រពន្ធគាត់ឈឺប្រពន្ធគាត់នៅកំពង់ឆ្នាំងចឹងគាត់ត្រូវតែប្រើសមត្ថភាពហ្នឹងហ្មងអត់អាចបានទេគាត់ដើរមកតែតាប់អញ្ចឹងរហូតណាហើយតាណាគ្នាដល់តាណាគ្នាតែ5ម៉ែត្រពីមុខទេតែអត់ទាន់ធាក់យ៉ាងណាក៏អត់ទាន់ដែរ5ម៉ែត្រពីមុខយើងតែមុននឹងប្រើអាហ្នឹងបើយើងចង់ដើរធម្មតាក៏បានអត់ក៏បានលុះត្រាណាតែយើងសោតបល័យអីចឹងទៅសោតគេអត់ឲ្យដកដង្ហើមទេនៅពេលហ្នឹងគេអត់ឲ្យដកដង្ហើមហើយឲ្យវិញ្ញាណផ្សេងហ្នឹងអ្នកចូលមកវិញមហាទម្ងន់ហ្នឹងក៏ដូចគ្នាពេលហ្នឹងគឺគេអត់ឲ្យយើងដកដង្ហើមទេតែសំខាន់យើងធ្វើបានអត់អញ្ចឹងណាគាត់ឈរឲ្យគាត់ត្រង់ជើងខាងស្ដាំ3ដងជើងខាងឆ្វេង3ដងពេលដែលគាត់អត់ដកដង្ហើមហ្នឹងណាគាត់នឹករលឹកទៅដល់មុនវិជាហ្នឹងគាត់ត្រង់ជើងខាងស្ដាំត្រង់ជើងខាងឆ្វេងហើយគាត់ជាហ៊ានសោតបល័យអីដែលគាត់បានហ៊ានបាទជាហ៊ានទី2ហើយសួរថាគេប្រើនៅសម័យមុនមិននៅពេលដែលកូនក្មួយឈឺស្កាត់ធ្ងន់គឺគេពឹងហ្នឹងហើយដែលទៅជួយជីវិតគេតណាណាតែគ្រូគាត់ប្រើខុសគាត់យកមកដើម្បីប្លន់ឲ្យរត់គេចពីអ្នកភូមិទេតាមតែខ្ញុំមើលទៅគឺនិយាយទៅអាគុំទាំងអស់អត់មានអាក្រក់ទេណាស់តែអ្នកប្រើទេណាស់តែអ្នកប្រើទេអត់មានអាក្រក់ទាំងអស់ខ្ញុំមើលទៅណាស់តែអ្នកមកប្រើទេបាទអូខេអ្នកនរគ្នានេះជាសាច់រឿងទី4របស់គាត់តាក់ទងនឹងមន្តអាគមមហាកម្លាំងក៏ដូចជាមហាសម្លេងបាទហើយភាវិនគាត់អត់ចេះទេគ្រាន់តែគាត់បានអានសភៅតែប៉ុណ្្នឹងហើយមកចែកម្លែកឲ្យអ្នកនរគ្នាឲ្យបានដឹងឲ្យបានឮតែប៉ុណ្្នឹងឯងទស្សនិកជនយើងចូលចិត្តភាវិនច្រើនតាំងពី season ទី3ដែលគាត់បានមើលអា show លើកមុនរបស់យើងណា1ម៉ោងឯងប៉ុន្តែខ្ញុំចង់ឲ្យភាវិនថែមមករឿងអីទៀតឲ្យបានច្រើនខ្ញុំចង់ថែមបន្តិចទៀតដែរថានេះមិនមែនខ្ញុំចំណែនបងប្អូនទេតែបងប្អូនរិស័យយ៉ាងទៀតកុំធ្វើមេត្តាដូចខ្ញុំអីខ្ញុំនិយាយធំពួកខ្ញុំគេតាមយកជីវិតខ្ញុំរាល់អាទិត្យខ្ញុំណាដូចបងដឹងហើយថាវីដេអូខ្ញុំឡើងដល់ប្រហែល100ម៉ោងដែលខ្ញុំធ្វើនៅលើ YouTube ខ្ញុំនិយាយពីកន្លែងជើងកោបមួយនៅបាត់ដំបងខ្ញុំជិះម៉ូតូទៅគេរុញខ្ញុំតម្លាក់ស្ពានតែខ្ញុំថាវិញ្ញាណបងស្រីខ្ញុំតាមអញ្ចឹងកន្លែងជើងកោបហ្នឹងខ្ញុំលើកយកមកនិយាយនៅក្នុង channel របស់ខ្ញុំនិយាយថាកន្លែងហ្នឹងកាចណាស់អីណាស់ថ្មីហ្នឹងណាតែពេលខ្ញុំជិះម៉ូតូទៅគេសមល់ខ្មៅមកពីខាងត្បូងផ្លូវមករុញខ្ញុំមកតែហឹងហ្មងណាដូចរត់អំបុកយកបាទដោយសារយើងនិយាយកន្លែងគេហ្នឹងណាដល់ពេលរហូតមកអញ្ចឹងក៏ស្រាប់តែប្រាំងម៉ូតូខ្ញុំប្រាំងមុខដូចគេចាប់អោយអញ្ចឹងងក់មកមួយទៀតគ្រូស្រីម្នាក់គាត់ចេះធ្មប់ចេះអាបគាត់ធ្វើគេគ្រូហ្នឹងឪពុកគាត់ចាស់ម្ដាយគាត់ខ្មែរគាត់ធ្វើគេឡើងវល់អស់តែពេលខ្ញុំដាច់ចិត្តយកមកនិយាយនៅក្នុងសាច់រឿងខ្ញុំនិយាយនៅប្រហែលជា5ខែមុននិយាយឲ្យគាត់ប្រើជានាងផ្ទះគាត់កាលហ្នឹងគេពេញធ្វើផ្លូវជាតិលេខ5បាទអញ្ចឹងនៅមុខផ្ទះរបស់គាត់ហ្នឹងមានដុំថ្មមានគល់ឈើច្រើនអញ្ចឹងណាមានលបងអញ្ចឹងគាត់ប្រុងរុញម៉ូតូខ្ញុំជិះម៉ូតូ015ម៉ូតូរបស់ក្មួយគាត់ព្យាយាមរុញធ្វើម៉េចឲ្យខ្ញុំហ្នឹងទៅបុកនៅបកគល់ឈើហ្នឹងហើយប៉ុន្តែរុញមករបៀបដូចមានអីទប់អញ្ចឹងណាខ្ញុំទៅបុកអាកពតដែលគេចាក់ដុំថ្មហ្នឹងណាទៅបុកមកហឹងរាវដូចមានគេចាប់ហ្វ្រាំងឲ្យខ្ញុំមកហើយខ្ញុំនិយាយមែនបងប្អូនគេតាមយកជីវិតខ្ញុំរាល់អាទិត្យមកគេតាមធ្វើខ្ញុំរាល់អាទិត្យខ្ញុំធ្វើមេត្តាអស់ទាំងហ្នឹងអត់សូវស្រួលទេបងប្អូននិយាយរឿងទៀបខ្ញុំអត់សូវចង់ឲ្យធ្វើទេភាវិនគាត់អ្នកភាគច្រើនទៅលើមន្តអាគមច្រើនជាងរឿងអាមនុស្សអត់ព្រៃពិសាចអីភាវិនគាត់មន្តអាគមបាទខ្ញុំបានបោកអាក្រាតគ្រូម្នាក់នៅកំពង់ធំញ៉ាំជាណាគាត់បានយកលុយកក់គេចំនួន$700អញ្ចឹងប្តីប្រពន្ធគាត់ព្រាត់ប្រាសគ្នាគាត់ថាលុយគាត់មិនសមបានតែប៉ុណ្្នឹងឯងគាត់ឲ្យគ្រូនឹងជួយអញ្ចឹងយកទៅដោយសារតែគេធ្វើមិនបាយគ្រូនឹងសន្យាជួយតែអត់ជួយទេពីមួយខែទៅមួយខែអញ្ចឹងគាត់សុំលុយវិញគ្រូនឹងក៏និយាយថាថ្ងៃខែឆ្នាំកណ្ដាលនៅមួយគាត់ថ្ងៃខែឆ្នាំកណ្ដាលនៅមួយគាត់ឈ្មោះរូបថតក៏នៅមួយគាត់ដែរទាំងប្តីទាំងប្រពន្ធនៅទីលុយនឹងចង់មិនគេសន្លត់គាត់វិញណាគាត់ក៏រត់មករកខ្ញុំគាត់ឆាតផងគាត់ទេផងគាត់សុំជួបខ្ញុំអត់ឲ្យជួបទេគាត់ថាមានដំណោះស្រាយណាមួយដែលអាចឲ្យគាត់រួចផុតពីកន្លែងហ្នឹងអត់មិនបាច់បានលុយក៏បានដែរគាត់ភ័យណាខ្លាចថ្ងៃណាគេអបសុកគេធ្វើយើងបាទគាត់ថាទាំងរូបថតទាំងអីគាត់នៅហ្នឹងខ្ញុំថាអត់ទេតែឥឡូវទៅរកគ្រូមួយខ្ញុំនិយាយតែប៉ុណ្្នឹងណាទៅរកគ្រូមួយទៅនៅពេលហ្នឹងក៏ស្រាប់តែពេលយប់មកបងមកលេងខ្ញុំទាំងយប់មកឆ្កែខ្មៅ 3-4 ក្បាលណាខ្ញុំបញ្ជាក់ថាចារឿងជនជាតិខ្ញុំអត់ដឹងថាខាងបងមិនជនជាតិខ្ញុំ 90%យល់សពឃើញឆ្កែខ្មៅបើឆ្កែនឹងខាំត្រូវគឺឈឺហើយស្មៅគេធ្វើអំពើចូលបាទស្មៅគេធ្វើអំពើហើយឆ្កែនឹងដេញខាំខ្ញុំរហូតដល់ខ្ញុំឡើងអាស័យឆ្កែនឹងចេះឡើងអាស័យទៀតតែអញ្ចឹងបានខ្ញុំថាខ្មោចបងស្រីខ្ញុំមិនខ្ញុំគាត់បោះតបងឲ្យខ្ញុំមួយក៏ស្រាប់តែអត់ដឹងថាគាត់លេចឡើងមកពីកន្លែងណានៅក្នុងយល់សពណាគាត់បោះតបងមកមួយខ្ញុំកាន់ហើយខ្ញុំវាយតម្លាក់ទាំង3ក្បាលហ្នឹងបានហើយឆ្កែនឹងមុននឹងទៅក៏មានមនុស្សម្នាក់ថាឆ្កែអ្នកកំពុងធំអត់ដឹងថាសលេងមនុស្សនឹងនៅណាទេ
លឺពីថ្ងៃ ហើយខ្ញុំដឹងច្បាស់ថាកាលណាដែលខ្ញុំនិយាយពីរឿងគ្រូកំពុងធំនឹងតែគាត់ធ្វើខ្ញុំតែខ្ញុំនៅតែនិយាយដោយសារអីគាត់អយុត្តិធម៌ពេកគាត់មិនសមលុយបានប៉ុណ្ណឹងដើម្បីទៅឲ្យគ្រូនឹងពឹងដាក់ស្នេហ៍យកប្តីគាត់មកវិញទេតែបែរជាអត់នេះអញ្ចឹងបងប្អូនគ្រូបងប្អូនកុំចេះទៅព្រោះទៅគេសុំថ្ងៃខែឆ្នាំកណាត់សុំរូបថតឲ្យកុំចេះទៅដាច់ខាតហ្នឹងហើយឧទាហរណ៍ថាបងឯងមួយខ្ញុំអញ្ចឹងយើងមានរឿងទាស់តែងគ្នាបងឯងទៅបងឯងឲ្យគាត់50ខ្ញុំទៅក្រោយខ្ញុំឲ្យ100ឬក៏200ហ្នឹងហើយរូបថតបងឯងនៅនឹងអីហ្នឹងខ្ញុំឲ្យធ្វើបងឯងបណ្ដោយអញ្ចឹងស្រួលហត់តែស្រួលរត់តែស្រួលដូចទៅហុចដងក្បាត់ឲ្យគេចាក់ហ្នឹងអញ្ចឹងខ្ញុំមិនថាអត់ឲ្យជឿតែបងប្អូនកុំចេះទៅមួយទៀតរឿងកាត់ឡើងកាលពីយប់មិញហ្នឹងឯងក្មួយខ្ញុំក៏អាចកំពុងតែមើលដែរយប់មិញគេមកលេងខ្ញុំដល់បន្ទប់ស្ទឹងមានជ័យមកលេងពេលមិញខ្ញុំទៅបើករមណីទឹកងូតដែរបាទប៉ុន្តែគាត់អង្គុយអានសភៅមក8យប់ហ្នឹងណាគាត់អង្គុយអានសភៅនៅមុខតែខ្ញុំនៅក្រៅទេណាខ្ញុំស្លៀកកសែងកុំមនុស្សម្នាក់ពាក់អាវខ្មៅដូចខ្ញុំអញ្ចឹងនៅក្នុងបន្ទប់ឈរមើលមុខគាត់ណាគាត់រត់តែអប់ខ្ញុំហ្មងក្មួយប្រុសហ្នឹងណាគាត់រត់តែអប់ខ្ញុំគាត់ថាពូខ្មោចឡងថាមានណាចូលគាត់អាយុប្រហែលមែនតណាលខ្ញុំអូខេតណាលខ្ញុំរឿងកាត់ឡើងយប់មិញហើយមិនមែនតែនេះទេបងប្អូនគេមករាល់យប់គេមកលេងខ្ញុំរាល់យប់គាត់តែរបៀបផ្សេងតែសួរថាខ្ញុំខ្លាចអត់ខ្លាចទេរឿងខ្ញុំមួយខ្ញុំអត់ចេះបើខ្ញុំអត់ខ្លាចទេបាទហើយរឿងមានធ្វើមេត្តាដូចខ្ញុំហ្នឹងគឺមានច្រើនណាស់គឺនិយាយទៅរឿងដែលត្រូវជួបហ្នឹងពិសេសជាងគេយើងប៉ះពាល់គ្រូអាគមហ្នឹងហ្មងគេចង់ទុកផ្លូវគេរកស៊ីកាលណាយើងទៅបិទផ្លូវគេហ្នឹងគឺគេនឹងរបៀបថានេះយើងខ្លាំងគេមិនសុខចិត្តដែរបាទថ្ងៃមុនខ្ញុំឡើងដើមឈើរុញខ្ញុំតម្លាក់លើដើមឈើខ្ញុំឡើងបេះត្រួយស្ដៅឲ្យម្ដាយគឺយើងដឹងហ្មងតែអត់ត្រូវអីទេយកអត់ត្រូវអីប៉ុន្តែឆ្លោះជើងដែរព្រោះធ្លាក់មកមានដើមឈើនៅក្រោមបាទខ្ញុំមិនថាខ្ញុំជំនឿពេកក៏បានដែរប៉ុន្តែផ្ទះដែលមានគេនៅគឺខ្ញុំឃើញសមល់គេក៏ខ្ញុំឃើញដែរបងមួយនៅអាមេរិកហ្នឹងគាត់ឲ្យផ្ទះខ្ញុំសម្រាប់នៅរាល់យប់ហ្នឹងគាត់អត់លាក់បាំងគាត់ឲ្យខ្ញុំនិយាយអញ្ចឹងនៅឈុកវ៉ែមួយគាត់ទិញផ្ទះទុកចោលគាត់ចង់សាកចិត្តខ្ញុំថាផ្ទះគាត់មានអត់ផ្ទះគាត់មានកូនក្មេងនឹងប្រុសទៀតហើយគាត់ធ្វើបន្ទប់ឲ្យមួយគាត់ថាចំមិនបានដឹងថាខ្ញុំអត់ដឹងប្រាប់បងប្អូនថាមិនខ្ញុំអត់មានចង់និយាយថាខ្ញុំអត់មានអីជាភ័ស្តុតាងសោះប៉ុន្តែបើនៅកន្លែងណាមានខ្ញុំដឹងហើយរឿងខ្ញុំនៅកន្លែងណាមានខ្ញុំទៅឃើញហើយឡើយយើងចូលដល់ធានបတ်យើងវិញដូចនៅនេះក៏គេល្បីដែរបាទនៅនេះសំបីតែខាង production ភ្លើងបាទក៏គាត់ធ្លាប់លើកភ្លើងរត់ដែរបាទស្រស់ហ្មងនៅនេះបាទគឺប្រហែលមានទទួលបានអារម្មណ៍អីអត់ទទួលបានអារម្មណ៍ថាមនុស្សស្រីអាយុប្រហែល32នៅនេះហ៎បាទដែលការជាងគេអូចាំមិនមានផ្សេងទៀតខ្ញុំអត់ដឹងថាយើងកុំនិយាយដល់គេធ្វើអត្តឃាតអីមិនណាប៉ុន្តែខ្ញុំកន្លែងដែលមានខ្ញុំដើរមកដល់គឺព្រឺហើយមួយទៀតខ្លួនរបស់ខ្ញុំបើមនុស្សស្រីញាក់ដៃនេះកន្លែងគេមនុស្សស្រីណាបើមនុស្សប្រុសញាក់ដៃនេះឲ្យតែមានដើរមកដល់គឺតឹបអញ្ចឹងហ្មងតែពិបាកប្រាប់ដែរបើយើងអត់មានអីជាភ័ស្តុតាងអញ្ចឹងបាទដូចក្រុមការងារប្រាប់ថាខាង production ខាងភ្លើងធ្លាប់ឃើញហើយធ្លាប់ហត់នៅហ្នឹងហ្មងខ្ញុំបើថាអាចនឹងភ្នាល់បានខ្ញុំដាក់ប្រហែលក៏ដាក់ដែរនេះ10ស៊ីតែមួយនៅមានឲ្យមនុស្សស្រីអាយុខ្ញុំល្បាក់ថា32តែគាត់ការជាងគេនៅនេះតែបើយើងអត់ប៉ះគេក៏អីដែរបាទយើងអត់ប៉ះគេប៉ុន្តែពិបាកអារឿងយើងអត់ប៉ះគេនេះធម្មតាយើងផឹកទឹកយើងអីយើងតែដាក់ទៅនេះទៅនោះអញ្ចឹងយើងអត់ដឹងតែគេមិនអីមិនពេលខ្លះគេចង់ផឹកទឹកដែរក៏មិនដឹងពេលខ្លះយើងហូបអត់ដែរគេក៏មិនដឹងហ្នឹងហើយបាទយើងអត់អាចបញ្ជាក់បានចុះប្រវិនមានដែលឃើញស្រស់ៗភ្នែកអីរបៀបអីផ្សេងទៀតឲ្យនិយាយទៅបើថាឲ្យពេញហ្មងគឺអត់តែបើថាឲ្យចលៀសភ្នែកហ្នឹងណាបាទបើអញ្ចឹងគឺឃើញបើអូខ្ញុំនឹកឃើញឲ្យសុំកាត់តិចយើងនិយាយតពី season 3 របស់យើងលើកមុនប្រវិនថាតែ2 3ថ្ងៃទៀតកម្មវិធីយើងតាក់តងទៅមិនអីមិនលើកមុនចង់ឲ្យនិយាយតកន្លែងហ្នឹងតិចកន្លែងហ្នឹងដោយសារតែយើងនិយាយទៅពាក់ព័ន្ធមួយគ្រូយើងអាចនឹងហត់នឹង reply ទៀតពួកគាត់ប្រាប់យើងថាអញ្ចឹងហ្មងហើយក៏គាត់ប្រាប់យើងដែរថាខ្ញុំនឹងមាន season 2សម្រាប់ខ្ញុំនឹងត្រូវមកទៀតគាត់ប្រាប់យើងនៅគាត់ប្រាប់និយាយទៅពេលហ្នឹងទៅព្រាមខ្ញុំត្រូវទៅដោយសារតែជាធម្មតាទៅខ្ញុំអត់ដែរស្រោចទឹកមីគ្រូអាគមទេខ្ញុំទៅលាមួយគាត់ថាដាច់ខាតគឺខ្ញុំអត់ស្រោចទេចូលលេងចូលអីធម្មតាចូលលេងបាទរឿងខ្ញុំក្រៅពីប្រសងមួយម្ដាយឪពុកខ្ញុំអត់មានមេណាអាចស្រោចទឹកខ្ញុំអត់ឲ្យទេអញ្ចឹងណាអញ្ចឹងទៅគាត់ព្យាយាមឲ្យយើងស្រោចអញ្ចឹងណាខ្ញុំថាអត់ទេខ្ញុំអត់ទេទាំងចូលទៅលាគាត់ថានឹងមាន season 2អញ្ចឹងបានខ្ញុំថាមិនបានរឿងខ្ញុំទុកអញ្ចឹងខ្ញុំតែគិតថាថ្ងៃណាមួយគេនឹងអាចតាក់ទងមកអញ្ចឹងសាច់រឿងនេះទាំងប្រហែលនេះដាច់ខាតខ្ញុំអត់ចែកម្លែកនៅលើ channel របស់ខ្ញុំទេអូរឿងទាំងប្រហែលនេះអត់ដែរចែកម្លែកលើខ្ញុំចែករបៀប trailer របៀប5នាទីបាទហើយគេក៏តែងតែសួរថាថ្ងៃណាបានសាច់រឿងពេញខ្ញុំថាចាំមើលគេហៅខ្ញុំសើខ្ញុំនិយាយតែប៉ុណ្្នឹងខ្ញុំមានជំនឿចិត្តថាអញ្ចឹងហ្មងបាទយកបាទរបៀបថាដឹងថាអញ្ចឹងដូចញៀនយើងប្រាប់អញ្ចឹងណាបាទអូខេអ្នកនរគ្នាស្ដាប់ Pravin និយាយបានច្រើនហើយមិនមែន4រឿងនេះដូចជាធ្លាយតែតោះទៅរហូតអញ្ចឹងណាហើយក៏សូមអរគុណដល់ Pravin ដែលបានផ្ដល់កិត្តិយសចូលរួមកម្មវិធីយើងជាលើកទី2លើកទី1នៅ season 3លើកទី2នេះនៅ season 4យកតែម្ដងបាទហើយ